សូមជម្រាបសួរមិត្តអ្នកស្ដាប់សំឡេងអង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអង្គការបានលើកយកវេទិកាតុកមូលមកចាក់ផ្សាយជូនបងប្អូនស្ដាប់ដូចតទៅជាបឋមខ្ញុំកណ្ដាលខ្ញុំឡុងង៉ែតជាអ្នកសម្របសម្រួលនៅក្នុងកិច្ចពិភាក្សាតុកមូលរបស់អង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍសូមក្រាបថ្វាយបង្គំចំពោះព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គនិងសូមជម្រាបសួរបងប្អូនជនរួមជាតិមិត្តអ្នកស្ដាប់ជាទីរាប់អានថ្ងៃនេះគឺថ្ងៃ3កើតខែអាសត់ឆ្នាំចពុទ្ធសករាជ2550ទៅនឹងថ្ងៃច័ន្ទទី25ខែកញ្ញាឆ្នាំ2006ហើយថ្ងៃនេះអង្គការបានលើកយកប្រធានបទយកមកជជែកនៅក្នុងកិច្ចពិភាក្សាដើម្បីរកដំណោះស្រាយដោយអំពីតើព្រះពុទ្ធអាចជួយអ្វីខ្លះដល់មនុស្សលោកហើយអង្គការយើងបានអញ្ជើញវាគ្មិនមកចូលរួមមានពីររូបទី1លោកសុយសែមសិហៈជានិស្សិតរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រងទី2លោកខឹមវិស្នាជាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហើយមុននឹងខ្ញុំផ្ដល់ឱកាសទៅវាគ្មិនធ្វើចំណាប់អារម្មណ៍លើប្រធានបទនោះខ្ញុំសូមជម្រាបពីគោលដៅរបស់អង្គការសំខាន់មាន3ទី1គឺអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីប្រជាធិបតេយ្យពីព្រោះប្រទេសយើងបានទទួលនៅរបបប្រជាធិបតេយ្យរួចទៅហើយទី2គឺអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីពុទ្ធសាសនាដោយឲ្យប្រជាពលរដ្ឋទាញយកប្រយោជន៍ពីកិច្ចបដិបត្តិរបស់ពុទ្ធសាសនាហើយទី3គឺអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីសិលធម៌នៅក្នុងសង្គមហើយវិក្កាមិនទាំងពីររូបបើមានចម្ងល់អាចសួរដេញដោលគ្នាទៅវិញទៅមកបានជាបន្តទៀតខ្ញុំសូមជូនវិក្កាមិនធ្វើចំណាប់អារម្មណ៍លើប្រធានបទជាដំបូងសូមអញ្ជើញលោកសុយសែមសហសូមអញ្ជើញសូមជម្រាបសួរដល់បងប្អូនពុទ្ធបរិស័ទដែលបានតាមដានស្ដាប់កម្មវិធីរបស់អង្គការបណ្ដុះបណ្ដាលអភិវឌ្ឍផងដែរថ្ងៃនេះខ្ញុំមានកិត្តិយសបានបណ្ដុះបណ្ដាលអភិវឌ្ឍហើយខ្ញុំមកចូលរួមដើម្បីវែកញែកធានបទដែលអង្គការបានដាក់មកនេះខ្ញុំប្រកាសណាសូមជម្រាបផងដែរថាខ្ញុំប្រកាសណាពុំមែនជាអ្នកពុទ្ធសាសនិកជនដ៏ជ្រាលជ្រៅដែលយល់ដឹងអំពីពុទ្ធសាសនាឬព្រះធម៌នោះជ្រៅចាស់នោះទេគឺចង់ដឹងចង់ចេះហើយក៏ឆ្លៀតមកទីនេះដើម្បីទៅជែកជាមួយលោកខឹមវិស្នាផងដែរហើយនឹងការបញ្ចេញមតិខ្លះៗជូនជនរួមជាតិហើយក៏ខ្ញុំកណាខ្ញុំបាទសូមខមាទោសចំពោះទាំងឡាយណាដែលខ្ញុំកណាបញ្យល់ទៅឬក៏សាកសួរទៅពុំសមស្របឬពុំចំន័យជ្រៅតាមកន្លងពុទ្ធសាសនានោះសូមប្រគុណម្ចាស់គ្រប់ព្រះអង្គបងប្អូនជនរួមជាតិមេត្តាអនុគ្រោះដោយខន្តីដូចខ្ញុំបានជម្រាបមុនមិញអញ្ចឹងគឺខ្ញុំមិនមែនជ្រៅជ្រះនៅក្នុងពុទ្ធសាសនាទេដោយហេតុតែគុណចង់ដឹងចង់ចេះទើបមកកាន់ទីនេះមែនទែនទៅប្រធានបទថ្ងៃនេះស្ដីអំពីតើព្រះសម្មាសម្ពុទ្ធព្រះអង្គជួយអ្វីខ្លះដល់មនុស្សជាតិតាមដែលខ្ញុំបានអានសភៅខ្លះមកឃើញថាព្រះពុទ្ធពុំបានជប់របស់ដូចជាមាសពេជ្រឬក៏ប្រើសិលសាស្ត្រហោះហើរយ៉ាងណានោះទេគ្មានអ្វីក្រៅអំពីទេសនាបដៅដោយយកហេតុផលពីធម្មជាតិប្រាប់មកមនុស្សជាតិថាណែគួរប្រើប្រាស់ព្រះធម៌របៀបនេះដើម្បីស្របធម្មជាតិឲ្យបានជាប្រយោជន៍ព្រះសម្មាសម្ពុទ្ធព្រះអង្គពុំដែលប្រាប់មនុស្សលោកឲ្យប្រើព្រះធម៌ទៅសូត្រផ្លុំដើម្បីជប់ជាស្អីមួយឬក៏ខាតអីមួយមិនមានទេព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតែប្រាប់ថាអ្នកទាំងឡាយដំបងដៃទៅគួរតែគិតឲ្យត្រឹមត្រូវកាលណាមានយល់ត្រឹមត្រូវទើបមានការធ្វើត្រឹមត្រូវទីបំផុតមានផលត្រឹមត្រូវរាល់កិច្ចការទាំងឡាយសូមអ្នកពិសោធន៍សិនសូមអ្នកយកថាសាពុទ្ធទៅពិសាកលបមើលសិនមានប្រយោជន៍ចាំធ្វើពុំមានសម្បោះបងចោលព្រះសម្មាសម្ពុទ្ធប្រាប់ទៀតថាមនុស្សម្នាក់ដើម្បីកសាងខ្លួនឬកសាងអ្វីមួយត្រូវតែពិនិត្យមើលខ្លួនឯងឲ្យបានច្បាស់លាស់សិនទើបខ្លួនឯងអនុវត្តបានមានប្រយោជន៍ផ្លូវពុទ្ធព្រះអង្គដូចជាមិនប្រាប់ឲ្យយើងជឿលើអបិយជំនឿទេព្រះអង្គឲ្យយើងស្វែងយល់តែអំពីជីវិតបច្ចុប្បន្ននេះតើអ្នកគួរធ្វើអ្វីតើអ្នកនៅទីណាអ្នកគួរធ្វើអ្វីអ្នកគួរនិយមអ្វីមិនមែនតថាគតថាអញ្ចឹងទៅបងប្អូនជឿតែម្ដងទេសូមឲ្យពិសោធន៍ទៅឃើញផលល្អចាំជឿព្រះសម្មាសម្ពុទ្ធបើពិសោធន៍ទៅពុំឃើញផលទេព្រះអង្គមិនបង្ខំឲ្យយើងជឿទេត្រង់ហ្នឹងហើយចូលទៅឈានទៅដល់ជើងទីទៀតពុទ្ធថាការធ្វើបុណ្យការធ្វើអីហ្នឹងពិតជាចាំបាច់ទៅតែធ្វើមែនតែអត់ហើយសប្តាហ៍ថ្ងៃហ្នឹងមានការធ្វើបុណ្យទៅវត្តទៅវាយច្រើនណាស់តើបុណ្យហ្នឹងអ្នកណាអ្នកកត់ត្រាអីចឹងណាអ្នកថាទេវតាកត់ត្រាឬក៏ប្អិនកត់ត្រាឬយមរាជកត់ត្រាខ្ញុំប្រកូនណាខ្ញុំបានលើកឡើងមិញហ្នឹងយើងនឹងពិភាក្សាគ្នាជាបន្តទៅទៀតនេះសូមអរគុណបាទសូមអរគុណចំពោះលោកសុយសែមសិហៈជាបន្តខ្ញុំសូមជូននាទីនេះទៅដល់លោកខឹមវិស្នាធ្វើចំណាប់អារម្មណ៍លើប្រធានបទសូមអញ្ជើញជាបឋមខ្ញុំព្រះករុណាខឹមវាសនាសូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពបងប្អូនពុទ្ធបរិស័ទញាតិញោមបងប្អូនជនរួមជាតិមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានមនុស្សគឺភ្ជាប់ជាមួយនឹងប្រយោជន៍មនុស្សគ្រប់គ្នានៅក្នុងโลกនេះគឺធ្វើអ្វីចង់បានប្រយោជន៍ព្រះពុទ្ធប្រាប់ដំគ្រូនៃយើងទ្រង់ត្រាស់ថាគ្មានអ្វីដែលជាទីស្រឡាញ់ស្មើនឹងខ្លួនទេ
មានន័យថាបុគ្គលម្នាក់ស្រឡាញ់ខ្លួនជាងអ្វីទាំងអស់ធ្វើអ្វីដើម្បីខ្លួនក៏ប៉ុន្តែដោយសារភាពល្ងិតល្ងងរបស់បុគ្គលម្នាក់មិនមានន័យថាបុគ្គលនោះបានខិតខំប្រឹងប្រែងធ្វើហើយសុទ្ធតែជាការបានផលប្រយោជន៍មកកាន់ខ្លួនវិញនោះទេដោយឃើញមូលហេតុខាងលើនេះហើយទើបព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់អំពីផ្លូវដែលនាំទៅរកប្រយោជន៍បើបុគ្គលពិតជាស្រឡាញ់ខ្លួនមែនដំណើរដែលខ្លួនកំពុងតែធ្វើចំពោះខ្លួននឹងវាជាដំណើរស្វែងរកប្រយោជន៍ក្នុងបច្ចុប្បន្ននិងក្នុងអនាគតជាតិដែរឬទេដើម្បីសិក្សាអំពីព្រះធម៌ឬក៏យើងអាចនិយាយតាមពាក្យសាមញ្ញធម្មតាដែលយើងធ្លាប់ឮគឺព្រះពុទ្ធសាសនាបុគ្គលដែលចង់ចូលមកគោរពប្រតិបត្តិនៅព្រះធម៌ដែលជាស្នូលនៃព្រះពុទ្ធសាសនានោះគួរស្វែងយល់អំពីអ្វីខ្លះដើម្បីទាញយកប្រយោជន៍អំពីកិច្ចប្រតិបត្តិរបស់ខ្លួនដូចជាការផ្ដើមសេចក្តីរបស់ខ្ញុំពីខាងដើមអញ្ចឹងថាមិនមែនរាល់តែការប្រឹងប្រែងទាំងអស់សុទ្ធតែបានប្រយោជន៍ទេបើសិនជាការប្រឹងប្រែងរបស់យើងក្នុងបំណងល្អក៏ប៉ុន្តែអវិជ្ជារបស់យើងនាំទៅរកបំផ្លាញប្រយោជន៍តែនឹងព្រះធម៌គឺជាមេរៀននៃកិច្ចប្រតិបត្តិដើម្បីឲ្យបានប្រយោជន៍ក្នុងបច្ចុប្បន្នជាតិផងប្រយោជន៍ក្នុងអនាគតជាតិផងក៏ប៉ុន្តែដោយសារភាពល្ងិតល្ងល់របស់មនុស្សមិនបានស្វែងយល់មុននឹងចូលខ្លួនមកប្រតិបត្តិព្រះពុទ្ធសាសនានោះមានជាអាចថាតើព្រះពុទ្ធជាអ្នកណាព្រះធម៌ជាអ្វីធម៌ជាអ្វីស្អីទៅបុណ្យស្អីទៅបាបស្អីទៅទានស្អីទៅសិលបុណ្យបាបត្រូវបានកត់ត្រានៅកន្លែងណារួចយកទៅទូទាត់របៀបម៉េចដើម្បីនៅពេលចាប់ជាតិថ្មីនោះតើបុណ្យបាបទូទាត់ជាមួយនឹងបុគ្គលយ៉ាងណាក៏ប៉ុន្តែមនុស្សភាគច្រើនបានប្រតិបត្តិព្រះពុទ្ធសាសនាទៅជាប្រពៃណីដោយគ្មានការយល់ទាំងអស់កន្លែងនឹងហើយដែលខ្ញុំផ្ដើមសេចក្តីមិញថាមិនមែនរាល់ការចង់បានសេចក្តីសុខសេចក្តីល្អប្រយោជន៍មកខ្លួននឹងហើយប្រឹងធ្វើទៅចេះតែបានប្រយោជន៍ទេជួនកាលវាបំផ្លាញប្រយោជន៍ទៅទៀតផងដោយសារអវិជ្ជាដូច្នេះពុទ្ធបរិស័ទដែលចង់គោរពប្រតិបត្តិតាមព្រះធម៌គឺជាមេរៀនដែលព្រះពុទ្ធទុកឲ្យយើងនោះឲ្យបានជាប្រយោជន៍បុគ្គលត្រូវស្វះស្វែងយល់អំពីគន្លឹះសំខាន់នៃព្រះពុទ្ធសាសនាជាមុនសិនសួរថាពុទ្ធបរិស័ទដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានស្វែងយល់តាមកន្លងនឹងទាំងអស់គ្នានៅឃើញគេទៅវត្តក៏ទៅវត្តគេទៅឃើញគេធ្វើកឋិនក៏ធ្វើកឋិនគេទៅឃើញគេសំពះលោកក៏សំពះលោកគេទៅឃើញគេមុនលោកឆាន់បច្ច័យ4នេះក៏អញ្ចឹងទៅសង្ឃទាននេះក៏មុនតាមគេទៅតើមានបានយល់អំពីព្រះពុទ្ធជាណាព្រះពុទ្ធអាចជួយអ្វីយើងខ្លះពធជាអ្វីបុណ្យបាបគេធ្វើរបៀបម៉េចដែលហៅថាបុណ្យនោះគឺយ៉ាងម៉េចហើយបុណ្យបាបក៏ຕົកនៅកន្លែងណាហើយទូទាត់គ្នារបៀបម៉េចហើយវាមានទាំងរបៀបបំភាន់វង្វេងដែលជាទិន្នន័យផ្ដល់ដល់សង្គមខាងក្រៅដូចជាអ្នកខ្លះផ្លឹកទៅថាឃើញយមរាជកាន់ក្រាំងមាសដើម្បីបើកមើលបញ្ជីដែលខ្លួនបានសាងនៅក្នុងពេលដែលខ្លួននៅរស់ហ្នឹងដើម្បីទូទាត់ត្រូវយកបោះទៅក្នុងផ្ទះខ្លាញ់ឬក៏បោះឡើងមកលើវិញអីចឹងទៅវាជាទិន្នន័យធ្វើឲ្យមនុស្សវង្វេងខ្លាំងណាស់ហើយយើងងាកមើលទូរទស្សន៍យើងមើលលេងពីរឿងប្រែតពីរឿងនរកអីចឹងទៅមិនដឹងជាប្រែតមិនដឹងជានរកនឹងនៅត្រង់ណាឬតគ្នាគ្មានបានស្វែងយល់ពាក្យជាកន្លឹះអត្តន័យជាកន្លឹះមូលដ្ឋានជាកន្លឹះនៃពធដែលជាមេរៀនដែលប្រពុតទុកឲ្យត្រង់កន្លែងនឹងហើយដែលយើងត្រូវបើកវេទិកាទៅជែកពិភាក្សាឲ្យល្អិតល្អន់ដើម្បីទាញយកប្រយោជន៍អំពីកិច្ចប្រតិបត្តិពីព្រោះមនុស្សគឺភ្ជាប់ជាមួយនឹងប្រយោជន៍មនុស្សណាក៏ស្រឡាញ់ខ្លួនឯងជាងអ្វីៗទាំងអស់ថាស្រឡាញ់ឡានស្រឡាញ់ដីក៏យកមកផ្គាប់ខ្លួនបើសិនណាជាដីផ្ទះសបែងអីទាំងអស់បើដូរយកខ្លួនគឺយកខ្លួនដែរមិនដូរយកដីព្រោះខ្លួនលាយទៅដីទ្រព្យសម្បត្តិមិននឹងយកទៅឲ្យពីណាក៏ប៉ុន្តែការស្រឡាញ់ខ្លួននឹងឃើញថាមិនបានប្រតិបត្តិតាមរបៀបដែលខ្លួនស្រឡាញ់ថាស្រឡាញ់ខ្លួននោះទេវានាំតែទៅរកភាពមហន្តរាយរបស់ខ្លួននឹងក្នុងបច្ចុប្បន្នផងក្នុងអនាគតផងដោយអីដោយអំណាចនៃអវិជ្ជាបាំងទាំងអស់ត្រង់ចំណុចនឹងហើយទើបខ្ញុំប្រកាសណាចូលខ្លួនមកក្នុងទីនេះទៅតាមការយល់ដឹងតិចតួចរបស់ខ្ញុំពីការសិក្សាពធដែលជាគោលការណ៍គ្រឹះដែលជាមូលដ្ឋានគ្រឹះដែលជាស្នូលនៃសាសនារបស់ព្រះពុទ្ធនោះហើយខ្ញុំសូមយកឱកាសនេះដើម្បីសូមសេចក្តីអធ្យាស្រ័យអំពីព្រះគុណម្ចាស់លោកអ្នកដែលសិក្សាអំពីព្រះធម៌ដែលមានការយល់ដឹងពីព្រះធម៌ល្អិតល្អន់នោះទុកជាមុនថាខ្ញុំប្រកាសណាពុំមែនជាអ្នកដែលបានចេះពធនឹងជ្រៅជ្រះយល់ដឹងឲ្យបានស៊ីជម្រៅគ្រប់ 100% ទេក៏ប៉ុន្តែខ្ញុំសំអាងទៅលើឱវាទរបស់ព្រះពុទ្ធដែលព្រះអង្គទ្រង់ត្រាស់ថា
បើសិនណាជាបុគ្គលម្នាក់ស្ដាប់ឮថាអ្នកណាមួយនិយាយថានេះជាគាថារបស់ព្រះពុទ្ធជាពុទ្ធឱវាទជាភាសារបស់ព្រះពុទ្ធដែលបានអានចេញពីគម្ពីរនេះឬក៏គម្ពីរនោះឬក៏សំអាងថាបុគ្គលនេះបានសិក្សាព្រះពុទ្ធសាសនាល្អិតល្អន់ជាគ្រូសូត្រជាអ្នកដែលចេះចាំក្នុងព្រះធម៌អីច្រើនអញ្ចឹងក៏ដោយក៏ប៉ុន្តែបើសិនណាជាយើងស្ដាប់ទៅពិចារណាមិនឃើញហេតុមិនឃើញផលទេក៏វត្តចោលទៅដូច្នេះក្នុងន័យនេះខ្ញុំក៏ដូចគ្នាបើសិនណាជាបងប្អូនយល់ឃើញថាបងប្អូនស្ដាប់ទៅមិនយល់អត្ថន័យដែលខ្ញុំនិយាយនេះមិនសមហេតុមិនសមផលបងប្អូនរកយល់មិនបានហើយទាញយកមកធ្វើជាកិច្ចប្រតិបត្តិដើម្បីឲ្យទៅជាប្រយោជន៍មិនបានទេសូមឲ្យកវត្តចោលទៅកន្លែងហ្នឹងដែលខ្ញុំសូមសេចក្តីអធ្យាស្រ័យចំពោះព្រះគុណម្ចាស់ទុកជាមុនថាខ្ញុំពុំបានដល់ទិន្នន័យខុសដោយចេតនាទៅប្រជាពលរដ្ឋឡើយបើប្រជាពលរដ្ឋគាត់ធ្វើការពិចារណាឃើញថាវាមិនសមហេតុមិនសមផលទេសូមឲ្យបងប្អូនកវត្តចោលទៅហើយសូមអធ្យាស្រ័យដល់ខ្ញុំម្ចាស់ផងយើងនឹងពិភាក្សាលម្អិតអំពីគោលការណ៍គ្រឹះនៃពធដែលជាគោលការណ៍គ្រឹះនៃព្រះពុទ្ធសាសនាក្នុងពេលបន្តិចទៀតដែលលោកអ្នកសម្របសម្រួលគាត់បានធ្វើការសួរដេញដោលសូមអរគុណបាទសូមអរគុណចំពោះលោកវិក្មិនខ្ញុំមានសំណួរដើម្បីចោទសួរលោកនិយាយពីដើមថាព្រះពុទ្ធមិនមែនជាអតិទេពអីចឹងណាក៏ប៉ុន្តែមនុស្សយើងសពថ្ងៃភាគច្រើនគឺអ្នកកាន់ព្រះពុទ្ធសាសនាថាព្រះពុទ្ធអាចជួយគាត់ទៅវត្តទៅវាអញ្ចឹងដើម្បីធ្វើបុណ្យយកបុណ្យហ្នឹងដើម្បីឲ្យជួយគាត់ខ្ញុំឆ្ងល់ថាព្រះពុទ្ធជានរណាជាអតិទេពឬក៏ជាបុគ្គលណាម្នាក់ដែលអស្ចារ្យអាចផ្ដល់នៅមហិទ្ធិឫទ្ធិអាចជួយបុគ្គលនោះឲ្យរួចចាកអំពីសេចក្តីទុក្ខបានអញ្ចឹងសូមលោកបកស្រាយហើយខ្ញុំសូមសួរលោកសុយសែមសហតើមានសំណួរសួរដល់លោកវាគ្មិនអរគុណលោកអ្នកសម្របសម្រួលដល់ឱកាសខ្ញុំបានសួរលោកខឹមវិស្នាខ្ញុំចង់ដឹងថាចេះលោកថាតួព្រះសម្មាសម្ពុទ្ធតាមយោបល់លោកខាងដើមមិញលោកលើកឡើងថាពុទ្ធជានរណាខ្ញុំសូមសួរឲ្យលោកមានយោបល់ថាតើតាមយោបល់លោកតាមការគិតឃើញរបស់លោកព្រះពុទ្ធជាណាហើយព្រះពុទ្ធប្រាប់អ្វីខ្លះដល់មនុស្សជាតិនេះសូមឲ្យលោកផ្ដើមពីតំណែងមកមុនគេពីព្រោះព្រះពុទ្ធជាណាហើយព្រះពុទ្ធបានប្រាប់ទៅអ្នកអស់គ្នាដូចជាជនរួមជាតិខ្មែរដូចថាមនុស្សជាតិទូទៅណាប្រាប់ថាម៉េចឲ្យធ្វើយ៉ាងម៉េចតាមយោបល់លោកគិតឃើញយ៉ាងណាដែរហ្នឹងសូមគោរពបងប្អូនជនរួមជាតិមិត្តស្ដាប់សាជាថ្មីខ្ញុំក៏បានសង្កេតហើយក៏ធ្លាប់បានឮអំពីការអួតនៃអ្នកកាន់សាសនាផ្សេងដែលគេអួតសរសើរអំពីព្រះពិតគេប្រជែងគ្នាថាព្រះដែលគេគោរពនៅក្នុងសាសនាគេនីមួយៗហ្នឹងគឺជាព្រះពិតដោយគេសំអាងថាព្រះគេជាអ្នកបង្កើតលោកហើយជាអ្នកដែលអាចជួយមនុស្សលោកបានហើយគេថែមទាំងបង្អាប់ព្រះពុទ្ធថាព្រះពុទ្ធគឺជាមនុស្សធម្មតាមិនអាចជួយមនុស្សលោកបានទេហេតុអ្វីបានជាយើងត្រូវទៅគោរពព្រះពុទ្ធហើយអ្នកកាន់ព្រះពុទ្ធសាសនានឹងទៀតសោតក៏មានអ្នកខ្លះយល់ច្រឡំដែរយល់ច្រឡំថាឃើញទៅបន់ព្រះរហូតដល់មានចម្រៀងថាមកពីខ្ញុំខំបន់ស្រន់ដល់ព្រះអីចឹងទៅហើយយកទាំងវាយយកអីមានជាផ្កាជាភ្ញីទៅតាមតើអវិជ្ជាដែលមិនបានសិក្សារបស់ខ្លួនអ្នកខ្លះថាកុំយកបាយសម្លទៅប្រគិនព្រះប៉ិនបើផ្កាព្រះទទួលបើធូបអីចេះព្រះទទួលឲ្យធូបបន់ព្រះទៅខ្ញុំឃើញនៅក្នុងទូរទស្សន៍ក៏ចឹងដែរពិធីករបាននាំកូនក្មេងទៅលេងកន្លែងនេះកន្លែងនោះចឹងថាឲ្យបន់ព្រះទៅព្រះនៅកន្លែងនឹងមានមហិទ្ធិឫទ្ធិមានអីចឹងទៅហើយអានឹងវាជ្រាបចូលក្នុងសន្តាននៃក្មេងៗសកលក្រោយហ្នឹងវាច្រឡំបល់ដល់ពេលអញ្ចឹងយើងចង់ដឹងថាតើព្រះពុទ្ធជានរណានៅក្នុងន័យនេះគឺចង់ដឹងថាតើព្រះពុទ្ធព្រះអង្គជាតួអង្គអតិទេពឬយ៉ាងណាដែលអាចមានមហិទ្ធិឫទ្ធិជួយចាត់ចែងវាសនារបស់មនុស្សលោកឬក៏យ៉ាងណាបើយើងថាព្រះពុទ្ធដូចតែយើងធម្មតាគេផ្ចាញ់យើងមកទៀតថាអញ្ចឹងគោរពព្រះពុទ្ធធ្វើអីហៅព្រះអង្គថាជាព្រះធ្វើអីបើព្រះអង្គមិនអាចជួយអីបានទាំងអស់ហើយមិនក៏លើកថាព្រះអង្គគឺជាអ្នកដែលមានគុណគួរនឹងថ្វាយព្រះនាមព្រះអង្គថាជាព្រះនោះតើព្រះអង្គនឹងបានជួយអ្វីហើយមានគុណអ្វីចំពោះមនុស្សលោកផងគ្នានឹងបានគួរផ្ដល់ព្រះនាមថាព្រះអង្គជាព្រះនៅក្នុងវិស័យព្រះធម៌នឹងដែលនៅក្នុងសាសនារបស់គេអួតអំពីការតាក់តែងលោករួមទាំងមនុស្សនឹងផងត្រូវបានតាក់តែងដោយព្រះហើយព្រះគេនឹងអាចជួយមនុស្សលោកបានទៀតដូច្នេះហើយគេអួតសរសើរអំពីគុណវិសេសរបស់ព្រះរបស់គេហើយគេថាយើងគួរតែគោរពដល់ព្រះហើយចាត់ទុកព្រះអង្គជាព្រះពីព្រោះព្រះអង្គអាចជួយមនុស្សលោកបានចោះចំណាយព្រះពុទ្ធរបស់យើងតើព្រះអង្គជានរណាមានមហិទ្ធិឫទ្ធិអត់ច្រឡំបល់ខ្លាំងណាស់មកពីអីមកពីពុទ្ធសាសនិកជនដែលតាំងខ្លួនថាជាអ្នកកាន់ព្រះពុទ្ធសាសនានោះពុំបានស្វែងយល់ឲ្យបានល្អិតល្អន់មុននឹងចូលខ្លួនមកបម្រើនៅក្នុងវិស័យព្រះធម៌ត្រង់ចំណុចនឹងហើយតាមការយល់ឃើញចំណេះដឹងដ៏តិចតួចរបស់ខ្ញុំសូមបកស្រាយអំពីរឿងព្រះពុទ្ធជានរណាសិនព្រះពុទ្ធជានរណាក្នុងន័យនេះគឺចង់និយាយថាតើព្រះពុទ្ធព្រះអង្គមានមហិទ្ធិឫទ្ធិអាចជួយមនុស្សលោកបានដែរឬទេព្រះពុទ្ធបើតាមការសិក្សារបស់ខ្ញុំព្រះអង្គគឺជាមនុស្សធម្មតាដូចតែយើងអញ្ចឹងដែរអញ្ចឹងបើដូចតែយើងអញ្ចឹងដែរតើមានអ្វីអស្ចារ្យរហូតដល់យើងហៅថាព្រះអច្ឆរិយបុគ្គលអរិយបុគ្គលគឺជាបុគ្គលកំពូលនៅលើលោកនេះតើព្រះអង្គមានគុណសម្បត្តិបែបណា
ហើយគុណសម្បត្តិរបស់ព្រះអង្គហ្នឹងមានឥទ្ធិពលជាប្រយោជន៍សម្រាប់អ្នកដែលជាមនុស្សធម្មតាអ្នកដែលគោរពកិច្ចប្រតិបត្តិព្រះធម៌ហ្នឹងដែរឬអត់ព្រះពុទ្ធព្រះអង្គជាមនុស្សធម្មតាមនុស្សដូចយើងអញ្ចឹងទាំងសាច់ទាំងឈាមមនុស្សដូចយើងអញ្ចឹងដែលវិសេសថ្លៃថ្លាលើសមនុស្សធម្មតានោះគឺបញ្ញានឹងគឺជាទីបំផុតនៃសេចក្តីយល់ដឹងអំពីធម្មជាតិដែលគេហៅថាត្រាស់ដឹងនោះគឺត្រាស់ដឹងអំពីធម្មជាតិដែលព្រះពុទ្ធដាក់ថាធម្មជាតិនោះគឺជាធម៌ណែដែលវាខុសពីធម៌នៅក្នុងនៃសាសនានោះណាធម៌នៅក្នុងនៃព្រះពុទ្ធគឺធម្មៈគឺធម្មជាតិតែខ្ញុំនិយាយអញ្ចឹងមានពុទ្ធបរិស័ទដែលមិនបានសិក្សាជំរឿអំពីពធហ្នឹងគាត់ថាទៀតក្នុងកម្ពីណាយើងបង្កើតពាក្យនឹងមកពីណាពធមិនមែនក្នុងន័យអញ្ចឹងទេពធគឺក្នុងន័យអាចមានឥទ្ធិពលជួយមនុស្សលោកបានប្រោះទឹកប្រោះអីសូត្រធម៌សូត្រអីអញ្ចឹងទៅមិនមែនមានន័យដោយលោកឯងថាទេលោកឯងប្រហែលជាស្មានហើយត្រង់នឹងហើយធ្វើឲ្យរលុបអត្តន័យពិតនៃព្រះធម៌ហ្នឹងធម៌ជាអ្វីព្រះពុទ្ធជានរណាយើងត្រូវតែដឹងពីព្រោះអីយើងចូលខ្លួនមកបម្រើព្រះធម៌ទៅហើយយើងរៀនព្រះធម៌ហើយយើងយកព្រះពុទ្ធសាសនាជាសាសនារបស់យើងទៅហើយដូច្នេះយើងត្រូវយល់អំពីព្រះពុទ្ធជាមុនព្រះពុទ្ធព្រះអង្គជាមនុស្សធម្មតាប៉ុន្តែដែលវិសេសវិសាលថ្លៃថ្លាលើសអស់សត្វលោកទាំងឡាយហ្នឹងគឺព្រះអង្គរៀនចេះចប់ពិសោធន៍ដឹងអំពីបាប់ធម្មជាតិអំពីធម្មជាតិទាំងឡាយនឹងហើយហៅថាធម៌អញ្ចឹងធម៌ជាអ្វីធម៌គឺធម្មៈគឺធម្មជាតិហើយធម្មជាតិនឹងមានស្អីខ្លះធម្មជាតិនឹងមានវត្ថុធម្មជាតិដែលយើងមើលឃើញយើងស្ទាបបានវត្ថុធម្មជាតិមានអីខ្លះទៅមានដើមឈើមានតុមានទូមានកៅអីមានសពហ្នឹងមានរបស់របរទាំងអស់ហ្នឹងមានដើមឈើមានសត្វលោកមានគោមានក្របីទាំងអស់ជាធម៌ពីព្រោះវាជាធម្មជាតិវាជាវត្ថុធម្មជាតិស្អីទៀតជាធម្មជាតិដំណើរតាក់តែងវត្ថុទាំងហ្នឹងវត្ថុនីមួយតាក់តែងតាមរបៀបម៉េចនោះគឺជាធម្មជាតិដែរដូចថាដើមឈើវាដុះមករបៀបម៉េចមនុស្សកើតមកតាមរបៀបម៉េចគោក្របីវាកើតមកតាមរបៀបវាយ៉ាងម៉េចទៅដំណើរតាក់តែងវត្ថុធម៌ទាំងឡាយហ្នឹងក៏ជាធម៌ដំណើរប្រព្រឹត្តនៃវត្ថុធម្មជាតិទាំងឡាយហ្នឹងក៏ជាធម៌ឧបមាថាមនុស្សដំណើរប្រព្រឹត្តនៅក្នុងខ្លួនមនុស្សចិត្តវាយ៉ាងម៉េចពវៀនវាយ៉ាងម៉េចធ្វើការយ៉ាងម៉េចនៅក្នុងខ្លួនហ្នឹងមើលឃើញយកទៅផ្ទុកឯកសារនៅត្រង់ណាលិតទៅផ្អែមប្រៃល្វីងហើយទិន្នន័យហ្នឹងយកទៅដាក់នៅកន្លែងណាការប្រព្រឹត្តនៅក្នុងខ្លួនហ្នឹងដំណើរប្រព្រឹត្តហ្នឹងក៏ជាធម្មជាតិធម៌ដែលវត្ថុធម៌ដូចជាមនុស្សដូចជាគោជាក្របីអញ្ចឹងណាធម្មជាតិនៃធម៌ដែលវត្ថុធម៌ទាំងអស់ហ្នឹងវត្ថុជាធម៌ហ្នឹងដូចតុកទូកៅអីឡានម៉ូតូឬក៏មនុស្សមានជីវិតហ្នឹងទទួលបានដោយញាណក៏ជាធម៌ឧបមាថាសមធម៌យើងមិនដឹងយើងមើលមិនឃើញប៉ុន្តែអារម្មណ៍របស់យើងវិញ្ញាណរបស់យើងទទួលដឹងថាណែអាសមធម៌ហ្នឹងគេថាស្មើភាពគ្នាឃើញទេអាស្មើភាពគ្នាហ្នឹងក៏ជាសមធម៌ឃើញហៅថាធម៌ដែរយុត្តិធម៌ឧទាហរណ៍ដូចជាដើមស្លែងអញ្ចឹងណាដើមស្លែងគឺជារុក្ខជាតិហើយជាធម្មជាតិហើយប៉ុន្តែសារជាតិស្លែងក៏ជាធម៌ដែរដំណើរបង្កើតភាពខឹងការស្អប់ក៏ជាធម៌ដែរមិនជាធម៌ដែរស្អីទាំងអស់នៅលើโลกនេះជាធម៌ហើយជើបងប្អូនពុទ្ធបរិស័ទដែលគាត់តែងថាទេធម៌គឺជាការទិញចាំមកដូចជាសាមាសាមពុទ្ធអីហ្នឹងការសូត្រធម៌តាមបរិរាមរងថ្ងៃសិលនោះបនផ្សេងនោះតាំងរាប់តាមវិធម្មចក្រនោះតាំងពីសូត្រធម្មតារហូតដល់ធម្មចក្រគាត់ថានោះជាធម៌តើលោកយល់របៀបមិនទៅកន្លែងហ្នឹងពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គត្រាស់ដឹងមានន័យថាយល់អស់កើតសពញ្ញុតញ្ញាណដឹងទាំងអស់អំពីដំណើររបស់ធម្មជាតិដឹងទាំងអស់អំពីដំណើរនៃធម៌ខ្ញុំរាប់មិញអញ្ចឹងវត្ថុធម៌មានន័យថាអ្វីដែលយើងមើលឃើញអញ្ចឹងដើមឈើគោក្របីជ្រូកមាន់ទាហ្នឹងហើយដំណើរតាក់តែងគោក្របីជ្រូកមាន់ទាហ្នឹងរបៀបម៉េចក៏ជាធម៌ហើយដំណើរប្រព្រឹត្តនៅក្នុងធម៌នីមួយហ្នឹងគោក្របីវាគិតរបៀបម៉េចជ្រូកមាន់ទាមនុស្សអីវាគិតរបៀបម៉េចដើមឈើវាស្រូបយកអុកស៊ីហ្សែនរបៀបម៉េចតាមដំណើររបស់វាហ្នឹងក៏ជាធម៌ហើយដំណើរដែលវត្ថុមួយហ្នឹងវត្ថុធម៌ដូចជាយើងអញ្ចឹងប្រតិបត្តិចំពោះគ្នាមានខឹងមានក្រោធមានវាយគ្នាហ្នឹងក៏ជាដំណើរនៃធម្មជាតិក៏ជាធម៌ហើយវត្ថុទាំងឡាយដែលយើងអាចធ្វើបានឧបមាថាមនុស្សជាធម្មជាតិណាមនុស្សជាវត្ថុធម្មជាតិមួយមនុស្សទៅបង្កើតតុបង្កើតទូអាចបង្កើតបានក៏ជាដំណើររបស់ធម្មជាតិពីព្រោះមនុស្សវាបង្កើតបានអញ្ចឹងហើយបើដើមឈើមិនមែនជាវត្ថុដែលអាចកាប់មុតក៏មិនមែនធម្មជាតិដែរព្រោះធម្មជាតិដើមឈើដែលអាចឲ្យយើងកាប់មុតអញ្ចឹងបានយើងយកមកធ្វើកៅអីបានសួរថាកាប់ដើមឈើមិនបានមុតថាវាជាធម្មជាតិដល់កាប់ថ្មមិនបានមុតវាកឆែបកបិតពីព្រោះធម្មជាតិអញ្ចឹងដល់កាប់ដែកមិនក៏មុតព្រោះធម្មជាតិអញ្ចឹងធម៌ទាំងអស់ស្អីនៅលើโลกនេះគឺជាធម៌ទាំងអស់ធម៌គឺធម្មៈគឺធម្មជាតិព្រះពុទ្ធព្រះបរមគ្រូនៃយើងសិក្សាយល់ដឹងទាំងអស់អំពីធម៌ទាំងឡាយនៅក្នុងធម្មជាតិនោះហើយគឺជាដំណើរត្រាស់ដឹងនោះហើយពាក្យថាត្រាស់ដឹងគឺត្រាស់ដឹងធម៌ហ្នឹងពេលដែលត្រាស់ដឹងហើយព្រះអង្គចងក្រងជាការមើលឃើញជាការយល់ឃើញជាការពិសោធន៍ឃើញដែលព្រះអង្គឃើញស្អីនោះព្រះអង្គចងក្រងនឹងហើយគឺជាពធហើយវាមានប្រយោជន៍អីពធពីព្រោះជាដំណើរស្គាល់ធម៌ទាំងឡាយឧបមាថាស្គាល់ថានឹងភ្លើង
បើដឹងថានឹងភ្លើងប្រាប់ថាកុំលូកតែលូកអលិមនុស្សប្រាប់ថាធ្វើអញ្ចេះបានកើតទៅជាតិក្រោយវិញចោបើអ្នកឯងធ្វើអញ្ចេះវានាំឲ្យមានអញ្ចេះជាដំណើរត្រាស់ដឹងនៃច្បាប់ធម្មជាតិព្រះអង្គចងក្រងដំណើរធម្មជាតិនឹងហៅថាព្រះធម៌របស់ដែលវាកើតមានស្រាប់នឹងគឺធម្មជាតិនឹងមិនដឹងព្រះណាបង្កើតទេខ្ញុំមិនដឹងទេហើយព្រះពុទ្ធក៏មិនបានប្រាប់យើងថាតើព្រះណាមួយបង្កើតធម៌ហ្នឹងគឺបង្កើតធម្មជាតិហ្នឹងព្រះពុទ្ធមិនបានបង្រៀនពីកន្លែងហ្នឹងហើយក៏មិនបានមានគាថាមានអាវាតកន្លែងណាដែលសម្គាល់ថាអ្នកណាបង្កើតធម្មជាតិដែរក៏ប៉ុន្តែពីណាបង្កើតយើងមិនសំខាន់ទេបង្កើតឲ្យរត់ទៅបាត់ហ្នឹងរត់ចោលយើងបាត់ហ្នឹងហើយយើងនៅហែលក្នុងមហាសាគរនេះមានទុក្ខលំបាកណាស់ព្រះពុទ្ធព្រះអង្គដឹងរឿងហ្នឹងដឹងរឿងដោះស្រាយទុក្ខរបស់មនុស្សលោកហ្នឹងត្រង់អ្នកណាបង្កើតលោកកុំខ្វល់ត្រង់អ្នកណាបង្កើតធម្មជាតិកុំខ្វល់ប៉ុន្តែធម្មជាតិជាមនុស្សនេះវត្ថុធម្មជាតិនេះមានទុក្ខទៅហើយឥឡូវយើងនិយាយអំពីការដោះស្រាយទុក្ខហ្នឹងទៅនឹងហើយដែលព្រះពុទ្ធប្រាប់រំគុណឲ្យយើងឲ្យតម្លៃទៅលើការដោះស្រាយនៅរឿងបច្ចុប្បន្ននោះណាព្រះអង្គមិនមែននាំមនុស្សឲ្យគិតអនាគតជាតិទេគឺឲ្យគិតពីបច្ចុប្បន្នប៉ុន្តែបើបច្ចុប្បន្នត្រូវអនាគតមិនបាច់ផ្ទៀងវាត្រូវព្រះអង្គស្គាល់ពីដំណើររបស់ធម្មជាតិទ្រង់ត្រាស់ដឹងអំពីដំណើររបស់ធម្មជាតិត្រង់ដំណើររបស់ធម្មជាតិនឹងណាតាក់តែងមកព្រះណាតាក់តែងមកមិនដឹងទេប៉ុន្តែព្រះដែលតាក់តែងនឹងបានរត់ចោលធម្មជាតិបាត់ហើយអញ្ចឹងយើងទាំងអស់គ្នានាំគ្នាដោះស្រាយពីរឿងធម្មជាតិនឹងត្រង់ចំណុចហ្នឹងបានយើងចាប់ផ្ដើមសួរថាតើព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គជួយអីយើងបានថាជួយឲ្យមនុស្សស្គាល់ពីធម្មជាតិហ្នឹងត្រង់ចំណុចនឹងហើយបានគេថាព្រះធម៌គឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ដើម្បីឲ្យឃើញសច្ចៈអីសច្ចធម៌ហ្នឹងសច្ចៈនៃធម្មជាតិហ្នឹងនៅក្នុងគម្ពីររបស់ព្រះពុទ្ធហ្នឹងដែលជាព្រះធម៌ហ្នឹងដែលជាមេរៀនចងក្រងអំពីដំណើររបស់ធម្មជាតិហ្នឹងមានចំណុចណាមួយដែលមនុស្សពិសោធន៍មិនបានទេត្រង់ចំណុចហ្នឹងហើយទើបព្រះពុទ្ធទ្រង់ត្រាស់ថាបុគ្គលម្នាក់ហ្នឹងអាចទៅជាសត្វដេរឆានឬក៏អាចទៅជាព្រះពុទ្ធក៏បានដែរដោយសារការស្វែងយល់ហ្នឹងកាលណាយើងស្វែងយល់អស់ពីដំណើររបស់ធម្មជាតិคล้ายទៅជាពុទ្ធដែរคล้ายទៅជាព្រះអរហន្តដែរមានអីលំបាកមានអីដែលថាពិសោធន៍មិនបានត្រង់កន្លែងហ្នឹងហើយពាក្យដែលគេប្រើនៅក្នុងព្រះធម៌គេហៅថាសទ្ធានោះគឺថាកើតឡើងនៅពេលដែលមនុស្សស្វែងយល់អំពីធម្មជាតិនឹងអស់កន្លែងណាកើតសទ្ធាកន្លែងហ្នឹងមានន័យថាម៉េចមានន័យថាអស់មន្ទិលសង្ស័យកើតសទ្ធាជ្រះថ្លាយល់អស់ហើយអំពីដំណើរកន្លែងហ្នឹងមិនដូចនៅក្នុងសាសនាផ្សេងៗឡើយនៅក្នុងសាសនាផ្សេងមានតែជឿឬមិនជឿបើអ្នកឯងជឿថាមានព្រះនៅឋានលើអាចជួយអ្នកឯងបានអ្នកឯងចូលមកបើអ្នកនោះសួរថាតើខ្ញុំអាចពិសោធន៍ដើម្បីឲ្យឃើញព្រះថាអត់ទេបើអ្នកឯងជឿចូលមកបើអ្នកឯងមិនជឿក៏ហើយទៅដោយសារធម្មជាតិជាធម៌គឺធម្មជាតិសួរថាតើមនុស្សលោកនៅកន្លែងណាមួយវត្ថុធម្មជាតិនៅកន្លែងណាមួយដែលនៅក្រៅអំណាចនៃធម្មជាតិនោះបើធម៌ជាធម្មជាតិទៅហើយនេះឥឡូវវាចង្រៃត្រង់អីវាចង្រៃត្រង់ថាធម៌ដែលមានលក្ខណៈសកលនេះគ្រប់គ្រងមនុស្សលោកសត្វទាំងមូលនេះដែលជាលក្ខណៈរបស់ធម្មជាតិនេះត្រូវបានគេយកមកបញ្ច្រកក្នុងសាសនាដែលពាក្យថាសាសនានេះគឺជាការប្រកាន់និយមរបស់ក្រុមរបស់និកាយដែលព្រះធម៌មានលក្ខណៈសកលវាគ្របដណ្ដប់ធម្មជាតិទាំងមូលគ្របដណ្ដប់ចក្រវាលទាំងមូលដោយធម្មជាតិដោយច្បាប់ធម្មជាតិឥឡូវគេយកធម្មជាតិហ្នឹងយកមកច្រកនៅក្នុងសាសនាហើយគេប្រើពាក្យថាសាសនាព្រះពុទ្ធអញ្ចឹងបានមនុស្សលោកដែលប្រកាន់សាសនាផ្សេងទៀតហ្នឹងគេមិនបានសិក្សាអំពីពធគឺដំណើររបស់ធម្មជាតិហ្នឹងព្រោះអីព្រោះគេយកពធហ្នឹងដែលជាច្បាប់ធម្មជាតិមានលក្ខណៈសកលហ្នឹងយកមកច្រកនៅក្នុងសាសនាហ្នឹងនៅក្នុងក្រុមនៅក្នុងការប្រកាន់របស់និកាយហ្នឹងដែលលក្ខណៈមួយទៀតរបស់ពធរបស់ធម្មជាតិហ្នឹងគឺសច្ចៈវាអញ្ចឹងធ្វើម៉េចបើវាអញ្ចឹងធម្មជាតិវាអញ្ចឹងត្រង់ពីណាបង្កើតមកខ្ញុំមិនដឹងទេប៉ុន្តែធម្មជាតិវាអញ្ចឹងខ្ញុំបានត្រាស់ដឹងពីដំណើររបស់ធម្មជាតិហេតុអីបានកើតមនុស្សនៅតែវិញវាន់ពីរឿងពលឹងអាត្មានងាប់ហោះហើរហ្នឹងព្រះពុទ្ធត្រាស់ដឹងអំពីរឿងអស់ហ្នឹងថាតើវាមានអាត្មានហោះហើរមែនអត់កន្លែងហ្នឹងដែលយើងត្រូវសិក្សាទាំងអស់គ្នាបន្តិចទៀតលោកសុយសែនសិហៈនិងលោកអ្នកសម្របសម្រួលអាចសួរមកហើយបើខ្ញុំអាចឆ្លើយបានខ្ញុំឆ្លើយអំពីដំណើររបស់ធម៌ហ្នឹងស្អីខ្លះសូមអរគុណបាទសូមអរគុណចំពោះលោកវិក្មិនបានបកស្រាយយ៉ាងហោហែប៉ុន្តែខ្ញុំឆ្ងល់ពីថាធរខ្ញុំបានស្ដាប់គេខ្លះខ្ញុំបានមើលសៀវភៅខ្លះគេនិយាយថាគេបែងចែកធរហ្នឹងណាជាពីរមួយគឺធរមួយជាអធរគេហៅថាធរនោះគេប្រែមកទៀតថាធរគឺអ្វីដែលត្រូវទងនឹងអំពើល្អហៅថាធរហើយអ្វីដែលត្រូវទងនឹងអំពើអាក្រក់គេហៅអធរតើពីរហ្នឹងតើវាមានផលខុសគ្នាឬក៏ដូចគ្នាសូមលោកចេញបកស្រាយហើយចុះបើលោកថាធរស្អីដែលល្អគឺធរស្អីដែលអាក្រក់គឺអធរអញ្ចឹងចុះកុសលាធម៌មានអកុសលាធម៌មានអព្យាកតាធម៌មានទៅណាទៅខ្ញុំមិនដែល
បានសិក្សាអំពីធម៌និងអធម៌នឹងមានន័យថាម៉េចទេខ្ញុំមិនដែលសិក្សាឡើយអំពីបញ្ហានឹងប៉ុន្តែជាគោលការណ៍គ្រឹះដែលខ្ញុំយកមកអនុវត្តក្នុងជីវិតរស់នៅខ្ញុំឲ្យបានជាប្រយោជន៍នោះគឺខ្ញុំបែងចែកពីទី1អ្វីដែលវាមានស្រាប់នៅក្នុងធម្មជាតិហៅថាធម៌ដំណើរចងក្រងអំពីដំណើររបស់ធម្មជាតិជាព្រះធម៌គឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ដើម្បីឲ្យឃើញសច្ចៈពីព្រោះព្រះពុទ្ធព្រះអង្គពិសោធន៍ដែរអញ្ចឹងព្រះអង្គនិយាយអំពីវិធីដែលព្រះអង្គពិសោធន៍ដើម្បីឲ្យឃើញសច្ចៈបុគ្គលណាក៏អាចស្គាល់សច្ចៈនឹងដែរសច្ចៈអីថាសច្ចៈនៃធម៌គេហៅថាសច្ចៈធម៌នឹងឧទាហរណ៍ដូចជាដំណើរកើតដំណើរស្លាប់របស់មនុស្សដំណើរទៅចាប់ជាតិថ្មីវាយ៉ាងម៉េចនឹងហើយគឺជាព្រះធម៌គឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ឲ្យឃើញសច្ចៈធម៌ឲ្យឃើញធម្មជាតិនៃធម៌ទាំងអស់ហ្នឹងវាវិលវល់តាមរបៀបម៉េចអាហ្នឹងក៏ជាព្រះធម៌ក៏ប៉ុន្តែបើមនុស្សណាដែលមិនអាចប្រើឥទ្ធិពលរបស់ខ្លួនដើម្បីពិសោធន៍ឲ្យឃើញសច្ចៈបានមានមេរៀនទៀតព្រះធម៌មានមេរៀននៃកិច្ចប្រតិបត្តិជីវិតឲ្យបានសេចក្តីសុខឧបមាថាយើងមិនទាន់បានពិសោធន៍ថាភ្លើងក្តៅអញ្ចឹងព្រះធម៌ដែលជាមេរៀននៃកិច្ចប្រតិបត្តិចំពោះភ្លើងគេប្រាប់ថាកុំលូកកុំអីជាមួយភ្លើងអញ្ចឹងទៅណាថាកុំស្លាប់មន់កុំស្លាប់ទាកុំភូតកុំកំហកគេអញ្ចេះពីព្រោះភូតកុហកអញ្ចេះទៅវាអាចជះឥទ្ធិពលអាក្រក់នៅក្នុងជាតិនេះផងនៅក្នុងជាតិក្រោយផងសួរថារឿងអស់នឹងអាចពិសោធន៍បានថាពិសោធន៍បានបើអ្នកចង់ពិសោធន៍បានប៉ុន្តែបើអ្នកពិសោធន៍មិនទាន់បានអ្នកត្រូវតែប្រតិបត្តិតាមកន្លែងហ្នឹងបើសិនណាជាអ្នកចង់បានសេចក្តីសុខពីព្រោះថាច្បាប់ធម្មជាតិនេះអត់លើកលែងឡើយមិនថាខ្ញុំជាកូនក្មេងខ្ញុំលូកភ្លើងអត់តលីអត់ទេមិនន័យថាខ្ញុំអត់ដឹងបើអត់ដឹងពីធម្មជាតិខ្ញុំចេះតែធ្វើទៅអត់ដឹងធ្វើក៏ធ្លាក់នរកដែរធ្វើក៏កើតនៅក្នុងអបាយភូមិហេខ្ញុំមិនដឹងគឺរបស់អ្នកឯងព្រោះធម្មជាតិអត់បណៃអញ្ចឹងត្រង់ចំណុចនឹងហើយដែលខ្ញុំអាចសន្និដ្ឋានបានថាមនុស្សទាំងអស់ដែលស្រឡាញ់ខ្លួនថាគ្មានអ្វីដែលស្រឡាញ់ជាងខ្លួនប្រឹងប្រតិបត្តិឲ្យបានសេចក្តីសុខក្នុងជីវិតទាំងងងឹតងល់ចង់ឲ្យបានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងផងក្នុងអនាគតផងរហូតដល់ធ្វើបុណ្យធ្វើឲ្យអស់លុយមួយកណោសួរថាធ្វើតែល្ងឹតនឹងវាបានបុណ្យណាវាបានដោយក្តីប្រាថ្នារបស់ខ្លួនណាតាមមិនស្វែងយល់វាគ្មានត្រូវតំណងរបស់ធម្មជាតិស្អីទេបើវាគ្មានត្រូវតំណងរបស់ធម្មជាតិទេវាអាចទុយណែអាផ្ទុយមានបញ្ហាវាអាចស្របខ្លះអាហ្នឹងបានប្រយោជន៍តិចជួនកាលវាបាក់ច្រាស់ទិសណាវាផ្ទុយគ្នាណាធ្វើចង់បានបុណ្យសោះហ្នឹងណាអស់ទាំងលុយហើយបានបាបមកវិញទៀតហ្នឹងអីមកពីអីមកពីមិនយល់អញ្ចឹងបានប្រពុតប្រាប់បងគ្រូនៃយើងទ្រង់ត្រាស់ថាពិតជាស្រឡាញ់ខ្លួនមែនណាបើពិតជាស្រឡាញ់ខ្លួនមិនក៏មិនធ្វើប្រយោជន៍សម្រាប់ខ្លួនមិនក៏ធ្វើតែបំផ្លាញប្រយោជន៍របស់ខ្លួនអញ្ចឹងនឹងថាស្រឡាញ់ខ្លួនហ្នឹងហើយគេហៅថាអវិជ្ជាប្រែថាមិនដឹងត្រង់ចំណុចហ្នឹងខ្ញុំមិនដឹងឆ្លើយជាមួយលោកឡុងង៉ែតយ៉ាងម៉េចទេរឿងធម៌អធម៌ហ្នឹងពីព្រោះធម៌គឺធម្មជាតិទៅហើយតែធម្មជាតិហើយមានអធម៌មិនអធម៌មិនខ្ញុំមិនដឹងខ្ញុំមិនដែលសិក្សាប៉ុន្តែសម្រាប់ខ្ញុំថាការយល់ដឹងពីធម៌អធម៌ដូចជាមិនសូវមានប្រយោជន៍សម្រាប់ខ្ញុំណាពីព្រោះកិច្ចប្រតិបត្តិក្នុងជីវិតរបស់ខ្ញុំសប្តាហ៍ហ្នឹងខ្ញុំរកតែកន្លែងណាដែលមានប្រយោជន៍ខ្ញុំរកតែកន្លែងណាដែលដុំណាដោយព្រះពុទ្ធប្រាប់ក្រុមគ្រូនៃយើងព្រះអង្គមានមេរៀនជីវិតសម្រាប់មនុស្សគ្រប់ឋានៈបើអ្នកចង់ជាព្រះអរហន្តមានរបៀបប្រតិបត្តិតាមរបៀបផ្សេងទៅជាលោកសង្ឃទៅជាលោកអីចឹងទៅបើអ្នកជាកុហកធម្មតាក្នុងនាមជាមេគ្រួសារក្នុងនាមជាមេដឹកនាំនៅក្នុងភូមិក្នុងឃុំក្នុងស្រុករហូតដល់ក្នុងប្រទេសជាស្ដេចផែនដីអីចឹងទៅមានកិច្ចប្រតិបត្តិមានមេរៀននៃកិច្ចប្រតិបត្តិឲ្យបានសេចក្តីសុខប៉ុន្តែណាស់តែយើងនៅកន្លែងនេះតែព្រះអរហន្តហ្នឹងគេនិយាយគ្នាពីធម៌របស់គេហ្នឹងតាំងលូកមាត់ទៅខ្លួនឯងរៀននៅថ្នាក់មត្តេយឯងឲ្យតែគេនិយាយពីរឿងបរិញ្ញាបត្រមើលខ្ញុំចង់ដឹងនៅពៀនបន្តិចមើលនៅពៀនស្អីលូកមាត់មកត្រង់ហ្នឹងហើយបានប្រពុតព្រះបរមគ្រូនៃយើងព្រះអង្គថាធ្វើអីឲ្យមានប្រយោជន៍បើយើងចេះតែទៅប្រាប់បុគ្គលទាំងអស់ដែលមិនដឹងនោះដែលមានកម្រិតយល់ដឹងមិនទាន់ដល់ថ្នាក់រៀនអាហ្នឹងហើយយើងចេះតែប្រឹងនិយាយប្រាប់គាត់ពីរឿងហ្នឹងនាំឲ្យគាត់វង្វេងអញ្ចឹងបានប្រពុតប្រាប់បរមគ្រូនៃយើងព្រះអង្គកន្លែងខ្លះស្ងៀមមិនមាត់តែហ្មងព្រោះព្រះអង្គតែមាត់រកប្រយោជន៍តែបង្ហើបកាយវិការប្រើធម្មពលរកប្រយោជន៍ហើយចុះបើដាក់ទៅនាំតែវង្វេងគេព្រះអង្គអត់ធ្វើទេហើយយើងមានសិក្សាពីការស្វែងរកប្រយោជន៍នៃទង្វើមួយនៅចង់បានណាប្រយោជន៍ផ្លូវនៃប្រយោជន៍ទៅលិចនោះដើរទៅកើតអីនោះឲ្យស្មានតែបានវាអត់បានសូមអរគុណបាទវាអត់បានសូមអរគុណបាទសូមកាត់លោកអ្នកសម្រាប់រនតិចដើម្បីសាកសួរទៅលោកវាគ្មិនតាមនិបល់របស់លោកហើយលោកប្រហែលជាប្រកាសក្នុងខ្លួនថាព្រះសម្មាសម្ពុទ្ធប្រយោជន៍ដែលយើងហៅថាព្រះនោះយើងដាក់ងារព្រះអង្គថាជាព្រះតាមពិតព្រះអង្គមិនមែនតាំងខ្លួនជាព្រះទេយើងទេដែលព្រះអង្គគ្មានហៅខ្លួនឯងថាម៉េចទេព្រះអង្គហៅតថាគតហ្នឹងហើយតថាហ្នឹងអញ្ចេះតែប្រយោជន៍របស់ព្រះសម្មាសម្ពុទ្ធតាមយោបល់លោកក៏ដូចជាការយល់ខ្ញុំដែរគឺថាព្រះអង្គប្រាប់ពីការជៀសវាងរបស់ធម្មជាតិដូចជាសារជាតិរបស់ស្រា
កាលណាយើងទទួលទានវាវឹងវាបាត់បង់តម្លៃជាមនុស្សអញ្ចឹងព្រះអង្គប្រថានណែបើផឹកទៅបើទទួលទានស្រាទៅវាអញ្ចឹងហើយវាវិញបំពន់មានស្គាល់ខុសស្គាល់ត្រូវអញ្ចឹងតាមការបទរបស់លោកអញ្ចឹងឥឡូវងាកមកវិញងាកថាយើងរាល់រូបនេះទាំងពីមុនមកដល់ឥឡូវនេះយើងដាក់ងារព្រះអង្គជាព្រះពុទ្ធព្រះតថាគតឬព្រះបរមគ្រូអីចឹងណាលក្ខណៈអញ្ចឹងទៅតាមយោបល់ដែលខ្ញុំបានទទួលពីមិត្តភ័ក្តិផ្សេងដែលគេដូរសាសនាពុទ្ធទៅកាន់សាសនាផ្សេងអញ្ចឹងណាគេថាជារឿងធម្មតាទេដែលជាដឹកទ័រម្នាក់មុននឹងបានដឹកទ័រតើតែមនុស្សនឹងបំពេញបេសកកម្មគ្រប់យ៉ាងទាំងអស់ដូចជាការបំពេញសារណាគេដូចថាពិសោធន៍អីមួយឲ្យរកឃើញស្អីមួយហើយព្យាបាលគេឲ្យជាអញ្ចឹងណាហើយបើព្យាបាលមិនបានទេមិនបំពេញតាម credit ឬមិនបានបំពេញទៅតាមការចង់បានបសាលាតម្រូវការបសាលាទេបុគ្គលនោះមិនបានជាងារបណ្ឌិតទេពុទ្ធសាសនិកជនទូទៅដែលកាន់សាសនាពុទ្ធហ្នឹងទៅថាព្រះសម្មាសម្ពុទ្ធជាព្រះអ្នកដតីគេថាទេមិនព្រះទេព្រះមិនបើព្រះជួយគេបានដឹកទ័រមួយចេញពីសាលាទៅបានបាត់ដឹកទ័រទៅបាត់បណ្ឌិតទៅព្យាបាលរោគគុណឈាមមួយបើព្យាបាលគុណឈាមបញ្ជាទេនេះវាទៅជាយើងហៅបណ្ឌិតហៅគ្រូពេទ្យហៅដឹកទ័រមិនកើតដូចជាព្រះពុទ្ធអញ្ចឹងដែរបើព្រះពុទ្ធមិនបានទៅដេញជប់មាសជប់បល័យបកូសោតទៅផ្លុំស្ដោះផ្លុំទៅជាឬក៏ជួយគេមិនបានទេដូចលៀងបាបគេមិនបានទេមិនគេហៅថាព្រះតាមយោបល់លោកថាទេព្រះពុទ្ធឲ្យជួយខ្លួនឯងបើជួយខ្លួនឯងអញ្ចឹងមិនហៅថាព្រះហើយមួយធម្មតាហ្នឹងប៉ុន្តែគេថាព្រះគេគេថាគេជួយបានមនុស្សលៀងបាបមកកន្លែងខ្ញុំមកឲ្យតែជឿព្រះអង្គទៅព្រះអង្គអនុគ្រោះបាបបានបើមិនជឿព្រះអង្គរុញចូលផ្ទះដៃផ្ទះភ្លើងឯណាណោះអញ្ចឹងតាមចរន្តហ្នឹងធ្វើឲ្យអ្នកកាន់ពុទ្ធសាសនាខ្លះងាកទៅកាន់កន្លែងគេពុភ័យខ្លួនពុះព្រះគេជួយបានព្រះយើងជួយមិនបានទេឲ្យយើងជួយខ្លួនឯងអញ្ចឹងមិនហៅថាព្រះតើលោកគួរជួយបកស្រាយការមន្ទិលសង្ស័យការយល់ច្រឡំកន្លែងនឹងរបៀបណាឲ្យពុទ្ធសាសនិកជនខ្មែរយើងអស់មន្ទិលលែងសង្ស័យតទៀតបាទសូមអញ្ជើញរឿងងារបានមកថាជាព្រះពុទ្ធនេះព្រះភគវាព្រះបរមគ្រូហ្នឹងព្រះបរមសាស្តាហ្នឹងគ្មានព្រះអង្គទាមទារដាក់ខ្លួនឯងទេយើងទេដែលទាមទារដាក់ឲ្យព្រះអង្គចង់ទៅហៅព្រះអង្គតាមតែរបៀបអីក៏បានដែរស្រាប់តែអ្នកចង់ហៅទៅព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គគ្មានប្រសិទ្ធនាមគ្មានឡើងមកចេញដូចយៈលខោនថាទ្រង់ព្រះនាមហៅថាអញ្ចេះព្រះនាមហៅថាអញ្ចោះមិនហៅព្រះខឹងទេអត់មានទេយើងទេអ្នកហៅសួរថាអ្នកដែលទាំងអស់គ្នាដែលហៅហើយរហូតដល់ឥឡូវ2500ប្រមាណព្រះភាសាទៅហើយហ្នឹងមិនរលុបមិនរលាយនៅតែមានមនុស្សគោរពព្រមព្រៀតចាត់ទុកជាព្រះហ្នឹងតើមានគុណវិសេសកន្លែងណាដោយលោកសុរិសាមសិហៈមិញគាត់ថាដើម្បីឲ្យគេហៅដុកទ័របានបើដុកទ័រជួយគេមិនបានដដែលមិនហៅថាដុកទ័រហើយឥឡូវបើមិនជួយគេមិនកើតដដែលមិនមានងារជាព្រះអ្នកណាដាក់ឲ្យឥឡូវថាពុទ្ធមិនបានដាក់ខ្លួនឯងទៅចោះសួរថាអ្នកដាក់ឲ្យហ្នឹងសំអាងទៅលើអីដាក់ថានឹងជាព្រះហើយនោះដាក់នៅត្រង់ណាព្រះគេនោះណាខ្ញុំមិនដឹងជាព្រះគេថាក៏មិនដឹងជាអ្នកគោរពព្រះហ្នឹងគេថាទេគេថាព្រះគេជួយព្រះគេនឹងអាចជួយមនុស្សលោកបានហើយព្រះនឹងមានឋានមួយសម្រាប់នៅមានកន្លែងមួយដែលមនុស្សមានអារម្មណ៍ថានៅពីលើឋានសួគ៌ឯណោះដែលអាចជួយមនុស្សលោកបានព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គមិនបដិសេធកន្លែងនឹងទេមិនបដិសេធថាមានព្រះឬអត់ព្រះទេបើតាមការសិក្សារបស់ខ្ញុំថាព្រះអង្គមិនចង់បកកចំនួនការពិតពេលដែលព្រះអង្គសិក្សាអំពីដំណើររបស់ធម្មជាតិព្រះអង្គដឹងថាមានព្រះឬអត់ព្រះហើយប៉ុន្តែព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គគឺជាបុគ្គលដែលគំរូក្នុងការដោះស្រាយបញ្ហាកុំឲ្យមានចំនួនហ្នឹងអញ្ចឹងព្រះអង្គមិនទៅពោលពាក្យណាពោលជាអាវាទណាជាគាថាណាជាដេកាមួយណាដែលនាំឲ្យមានទំនាស់ក្នុងសង្គមទេក៏ប៉ុន្តែតាមដំណើរត្រាស់ដឹងនៃច្បាប់ធម្មជាតិនឹងព្រះអង្គដឹងបាត់ទៅហើយរឿងថាតើឋានសួគ៌នឹងមានព្រះឬអត់ព្រះនោះពីព្រោះព្រះពុទ្ធព្រះបរមគ្រូនៃយើងទ្រង់ត្រាស់ដឹងមានន័យថាយល់ដឹងអំពីដំណើរធម្មជាតិសពគ្រប់ទាំងអស់គ្មានសល់កន្លែងណាមួយឡើយគ្មានចន្លោះឡើយសពបញ្ញុត្តញ្ញាណដឹងពីដំណើររបស់ធម៌ដំណើរនៅក្នុងវត្ថុធម៌ដំណើរក្នុងការតាក់តែងវត្ថុធម៌ទាំងអស់ហ្នឹងដំណើរតាក់តែងមនុស្សរាងកាយរបស់មនុស្សយ៉ាងម៉េចណាមើលឃើញយ៉ាងម៉េចប្រតិកម្មជាមួយនឹងចិត្តយ៉ាងម៉េចស្លាប់ទៅណារួចតាក់តែងជីវិតថ្មីរបៀបម៉េចព្រះអង្គដឹងកន្លែងហ្នឹងអស់ហើយហ្នឹងរឿងអីដែលព្រះអង្គមិនដឹងថានៅលើលោកនេះមានព្រះដែលមានឥទ្ធិពលជួយមនុស្សលោកមែនឬអត់ព្រះអង្គដឹងក៏ប៉ុន្តែព្រះអង្គនាំមនុស្សទៅពិសោធន៍ដែលហៅថាអត្តហេអត្តនោនាថោនោះមិនចាំបាច់ប្រាប់គេថាមានព្រះឬអត់ព្រះទេមេរៀននេះព្រះធម៌គឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ដើម្បីឲ្យឃើញសច្ចៈនោះឃើញរឿងនោះមែនឬអត់ពេលដែលឃើញហើយសើចហេធ្វើម៉េចទៅបើវាអញ្ចឹងហើយព្រះឬមិនព្រះឥឡូវមានព្រះឬអត់ព្រះអ្នកឯងពិសោធន៍ខ្លួនឯងទៅដឹងរឿងមានព្រះឬអត់ព្រះឲ្យប្រពុតព្រះបរមគ្រូនៃយើងព្រះអង្គទៅថាមានព្រះឬអត់ព្រះហ្នឹងឆ្លោះកាប់ចាក់គ្នាបើព្រះអង្គនាំមនុស្សឲ្យរកសន្តិភាពសម្រាប់មនុស្សផងគ្នាឲ្យរឿងអីទៅនិយាយឲ្យមានជាអរិភាពនៅក្នុងសង្គមមនុស្ស
ព្រះអង្គទ្រង់ត្រាស់ដឹងអំពីច្បាប់ធម្មជាតិគេអួតពីព្រះគេជួយព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់ថាអត់មាននរណាជួយនរណាបានទេអត្តាហេអត្តនោនិថោមានតែជួយខ្លួនឯងអញ្ចឹងព្រះអង្គប្រាប់អំពីវិធីក្នុងការជួយខ្លួនឯងឥឡូវយើងពិចារណាខ្លីៗមើលស្របឲ្យអត់ពីណាទៅជួយមនុស្សបាននៅពេលដែលមនុស្សមិនចេះជួយខ្លួនឯងតើអ្នកណាទៅជួយមនុស្សនឹងបានវាជួយអត់បានហើយគេថាព្រះគេជួយបានគេគ្រាន់តែថាតើពិសោធន៍បានឃើញអត់ទីបំផុតនៅតែជួយខ្លួនឯងតែដដែលហ្នឹងហើយវិធីក្នុងការជួយខ្លួនឯងហ្នឹងដែលវាអាចកំបាំងមែនតើណាគឺការជួយខ្លួនឯងឲ្យបានជាកំណើតល្អនៅក្នុងជាតិក្រោយទៀតនោះអាចជួយក្នុងជាតិនេះមិនសូវពិបាកយល់ទេឃើញមនុស្សថាអាចជួយខ្លួនឯងបានព្រោះតែកំណើតក្នុងជាតិក្រោយហ្នឹងក៏នៅតែមនុស្សជួយខ្លួនឯងដែរគ្មានបុគ្គលណាទៅអាចជួយបុគ្គលណាបានទេព្រះពុទ្ធព្រះបរមគ្រូនៃយើងបង្រៀនអំពីមេរៀនក្នុងការជួយខ្លួនឯងហើយលោកសុយសែមសីហៈគាត់ថាហេបើត្រឹមតែជួយខ្លួនឯងតែមិនបាច់ធ្វើព្រះទេអ្នកធ្ងន់ណាកន្លែងហ្នឹងសពថ្ងៃមនុស្សចង់បានប្រយោជន៍នៅលិចដើរទៅកើតហ្នឹងចង់បានប្រយោជន៍ណាប៉ុន្តែធ្វើសម្រាប់តែបំផ្លាញប្រយោជន៍ហ្នឹងហើយដោយស្អីដោយសំអាងថាមានព្រះជួយហ្នឹងតែដំណើរបំផ្លាញខ្លួនឯងដល់ពេលត្រាស់ដឹងពីច្បាប់ធម្មជាតិគ្មាននរណាជួយសោះឡើយនេះឃើញតែចង់បានប្រយោជន៍សម្រាប់ខ្លួនប៉ុន្តែដំណើរបំផ្លាញខ្លួនឯងត្រង់ចំណុចហ្នឹងសួរថាតើព្រះអង្គមានគុណវិសេសថ្លៃថ្លាប៉ុណ្ណាដែលត្រាស់ដឹងពីច្បាប់ធម្មជាតិឲ្យមនុស្សយកមកសិក្សាក្នុងការជួយខ្លួនឯងដែលតាមសច្ចធម៌គឺមនុស្សហ្នឹងជួយខ្លួនឯងហើយដំណើររបស់ធម្មជាតិសូម្បីតែក្នុងជាតិនេះជាតិក្រោយនឹងមានអាក្រក់ល្អកើតជាអបាយភូមិឬក៏កើតនៅក្នុងឋានតុសិតវាអាស្រ័យទៅលើការធ្វើអំពើរបស់ខ្លួនឯងហ្នឹងហើយដំណើរក្នុងការធ្វើអំពើហ្នឹងយ៉ាងម៉េចព្រះធម៌គឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ដើម្បីឲ្យឃើញសច្ចៈនៃធម៌ទាំងហ្នឹងមានរំបាក់អីឲ្យតែលោកសីហៈពិតជាមានបំណងស្វែងយល់អំពីសច្ចៈធម៌ហ្នឹងមែនលោកនឹងអាចស្វែងយល់បានទៅតាមមេរៀននៃព្រះធម៌បានឲ្យហ្នឹងត្រង់កន្លែងហ្នឹងហើយដែលយើងចាត់ទុកព្រះអង្គជាព្រះពីព្រោះព្រះអង្គកើតសពបញ្ញុត្តញាណដឹងអំពីច្បាប់ធម្មជាតិទាំងឡាយខ្ញុំលើកឧទាហរណ៍ថាវិញ្ញាណទាំង5របស់យើងថាវិញ្ញាណ5ចុះព្រះពុទ្ធថា6ទ្វា6មានមโนទ្វាមួយទៀតលោកមានមើលឃើញខ្យល់នៅក្នុងធម្មជាតិដែរនេះខ្ញុំនិយាយទៅកាន់លោកហ្នឹងលោកមានមើលឃើញម៉ូលេគុលខ្យល់ដែរទៅពឹងភ្នែកហ្នឹងទៅពឹងវិញ្ញាណគឺភ្នែកហ្នឹងដើម្បីឲ្យឃើញខ្យល់ឃើញវាមិនបានវត្ថុទាំងអស់នៅលើលោកនេះគុំឡើងដោយម៉ូលេគុលទុយនៅក្បែរគ្នាមិនជាប់គ្នាទេពីម៉ូលេគុលមួយទៅម៉ូលេគុលមួយមានប្រហោងតែភ្នែកឲ្យតន័យមកថាអត់មានប្រហោងទេឃើញទេអញ្ចឹងភ្នែករបស់អ្នកហ្នឹងមិនអាចយល់ពីធម្មជាតិបានទេហោះនិយាយពីរឿងដឹងនៅក្នុងខ្លួនវិញដឹងក្តិចឈឺហោះឈឺពោះក៏ដឹងឈឺកាពះក៏ដឹងប៉ុន្តែដំណើរឈាមរត់ហ្នឹងដឹងហ៎បេះដូងបើកប្រផ្លាក់ហ្នឹងដឹងហ៎ដំណើរគិតរត់ឯកសារពីកន្លែងណាមុំទៅប៉ះចិត្តរួចបដកម្មចេញទៅវិញលោកដឹងហ៎អាល្អិតមិនដែលដឹងនោះហើយគេហៅថាបរមត្ថធម៌បរមត្ថនៃធម្មជាតិមិនមែនជាធម៌ណាឆ្ងាយពីមនុស្សលោកទេបើមនុស្សលោកស្ថិតនៅក្រោមអំណាចនៃធម្មជាតិហើយពធគឺជាមេរៀនចងក្រងអំពីដំណើររបស់ធម្មជាតិឲ្យមនុស្សស្វែងយល់ពីធម្មជាតិតើយកពធទៅញាត់ឯណាឲ្យឆ្ងាយពីមនុស្សលោកពធត្រូវតែមនុស្សលោកនឹងរៀនពីព្រោះមនុស្សជាវត្ថុធម៌ហើយមនុស្សប្រើធម៌រឿងអីយកធម៌ទៅឆ្ងាយអានឹងហើយសាបអលៀបនៃរបស់ពធហ្នឹងអញ្ចឹងបានថា5000ឆ្នាំរឿងពធហ្នឹងចង់សាបអលៀបដោយសារអីដោយសារអ្នកស្រឡាញ់ពធហ្នឹងចេះតែយកពធទៅលាក់ស្រឡាញ់កូនដូចស្វាស្រឡាញ់កូនណាស់ដល់ពេលហែលទឹកយកកូនមកដាក់ពីមុខស្រឡាញ់ពធណាដូចស្វាបានដងអោបទៅជាប់មិនដែលបានក្រេបពីពធឡើយទីបំផុតពធសាបនៃដោយពីណាដោយអ្នកស្រឡាញ់ពធហើយល្ងិតល្ងងត្រង់ចំណុចហ្នឹងសូមអរគុណបាទសូមអរគុណចំពោះលោកវីគ្មិនបានបកស្រាយប៉ុន្តែខ្ញុំសូមប្របែអារម្មណ៍មកខាងក្រោយបន្តិចពីដើមលោកនិយាយថារឿងបុណ្យហ្នឹងណាឃើញថាពុទ្ធបរិស័ទទាំងអស់ក៏ទៅវត្តដើម្បីធ្វើទទួលបុណ្យក៏ប៉ុន្តែយើងឃើញថាការធ្វើបុណ្យរបស់គាត់ហើយខ្ញុំក៏ធ្លាប់ធ្វើបុណ្យអីចឹងណាប៉ុន្តែមិនបានឃើញបុណ្យនឹងវាមកដោយវិធីណាយកបាយទៅស្ទាក់ទាំងស្ទាក់យកទៅវត្តមកវិញអស់លីងទាំងបាយទៀតបុណ្យវាអត់ឃើញទៅអត់ឃើញអញ្ចឹងជួនកាលមនុស្សខ្លះខ្ញុំឃើញខ្លះគាត់ទៅមកវិញចាថាមានគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកឬក៏ឡានកន្លាប់អីអញ្ចឹងណាហើយដល់ហើយអ្នកនោះនិយាយថាទៅធ្វើបុណ្យដូចបុណ្យជួយសោះអាកន្លែងហ្នឹងយ៉ាងម៉េចវិញសូមលោកជួយបកស្រាយផងសូមអញ្ជើញហើយលោកសុយសែនសហមានចម្ងល់ដើម្បីសួរបាទអរគុណតាមប្រសាសន៍របស់លោកបកស្រាយមិញលោកថាវាគ្មានព្រះណាជួយបានក្រៅពីខ្លួនយើងទេអញ្ចឹងលោកហាក់បីដូចជាដាស់អារម្មណ៍របស់អ្នកដែលដូរសាសនាពុទ្ធទៅកាន់សាសនាផ្សេងទៀតណាពីព្រោះពួកហ្នឹងភ័យពួកគាត់ភ័យថាបើព្រះសម្មាសម្ពុទ្ធជួយមិនបានផងអញ្ចឹងត្រូវព្រះផ្សេងគេដូរសាសនាគេកាន់ព្រះផ្សេងក្រៃលោជួយបានខ្ញុំចង់រំលឹកលោកអញ្ចឹងបន្តិចពេលណាយើងត្រាស់ដឹងអំពីច្បាប់ធម្មជាតិយើងអាចយកពធហ្នឹងមករៀនពធគឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ដើម្បីឲ្យឃើញសច្ចៈសួរថាតើមានព្រះដូចគេថាមែនទេអត់គេថាមានព្រះជួយតើពិសោធន៍ឃើញអត់ត្រង់ចំណុចហ្នឹងបើសិនណាជាមានព្រះជួយមែនខ្ញុំរហូតទៅដែរព្រោះព្រះយើងជួយមិនបានប៉ុន្តែពុទ្ធព្រះបរមគ្រូនៃយើងទ្រង់ត្រាស់ដឹងអំពីច្បាប់ធម្មជាតិអត់ឃើញដឹងពីធម្មជាតិទៅដល់ពេលយើងជ្រះស្រឡះអស់ហើយពេលហ្នឹងពេលដែលយើងឃើញវាអត់មានដូចគេថាអញ្ចឹងណាវាអត់មានពីណាជួយវាជាដំណើររបស់ធម្មជាតិបើសិនណាមានព្រះជួយដូចគេថាមែនមានអី
ប៉ុន្តែពុទ្ធប្រាប់រំគ្រូនៃយើងខ្ញុំរំលឹកម្ដងទៀតណាព្រះអង្គអត់មានត្រាស់ពីរឿងថាមានព្រះជួយឬអត់ទេប៉ុន្តែពុទ្ធប្រាប់រំគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់ថាព្រះធម៌នេះគឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ឲ្យឃើញសច្ចៈឲ្យឃើញរឿងហ្នឹងថាវាមានព្រះមែនទេអត់ពេលកន្លែងហ្នឹងលោកជ្រះស្រឡះលោកនៅតែទិញថាគេមានព្រះជួយគេមានព្រះជួយថាលោកពិសោធន៍បានឃើញទេអត់បើសិនណាជាយកពធទៅសិក្សាជ្រះស្រឡះអស់ហើយពេលណាឃើញសច្ចៈនៃធម្មជាតិទាំងអស់ហ្នឹងសច្ចៈនៃធម៌ហ្នឹងមានន័យថាសច្ចៈនៃធម្មជាតិពេលដែលឃើញសច្ចៈនៃធម្មជាតិហ្នឹងវាអត់ឃើញព្រះដល់អត់ឃើញព្រះលោកយល់តែម៉េចបើលោកស្វែងយល់អស់ហើយស្រាប់តែឃើញថាវាអត់មានព្រះហើយលោកនៅតែទិញថាព្រះគេជួយបានព្រះយើងជួយមិនបានរឿងជួយបានជួយមិនបានអារឿងដំណើរពិតរបស់ធម្មជាតិពេលត្រាស់ដឹងទៅអស់ហើយរឿងមិនទិលសង្ស័យរឿងហ្នឹងសូមអរគុណខ្ញុំថេមិនដឹងខ្ញុំបានដឹងមុនគេខ្ញុំនោះឲ្យអ្នកប្រឆាំងជាមួយសាសនាគេណោះសាសនាទៅយល់ច្រឡំគេមកអូសទាញខ្ញុំមិនទៅផងដោយសារអីពិថាវាមែនហ្នឹងហើយខ្ញុំយល់ថាខ្លួនខ្ញុំដឹងខ្លួនខ្ញុំធ្វើអីបានខ្លះអញ្ចឹងតាមទស្សនៈរបស់ព្រះពុទ្ធខ្ញុំថាជាតម្លៃលេខ1ហើយលើលោកនេះណោះសម្រាប់ខ្លួនខ្ញុំឯណាប៉ុន្តែសម្រាប់ក្នុងកម្រិតសាសនាអតីគេមិនថាទេហើយឥឡូវបករឿងលោកវិញណាលោកថាលោកបញ្យល់ឲ្យអ្នកដែលថាដូរសាសនាថាជឿថាគេព្រះមានណោះគេថាគេព្រះគេមានព្រះជួយគេណោះលោកបញ្យល់បានហើយខ្លះហើយជាទុនសម្រាប់អ្នកអស់ហ្នឹងទៅហ្នឹងប៉ុន្តែលោកមិនបកថាថាលោកមានដឹងថាខ្យល់វិញ្ញាណទី1ដឹងខ្យល់ក្របខ្យល់ប៉ុណ្ណាខូទៅខូមកវាមិនហ្នឹងខ្ញុំថាសម្រាប់ខ្លួនខ្ញុំទេសំរួចលោកជួយបកស្រាយឲ្យអស់មន្ទិលផងខ្លួនក្ររបៀបហ្នឹងនេះមួយថ្ងៃកូនទាមុខទាក្រោយឈឺវត្តវិញពេញទឹកពេញដីនេះអាឡែងទៅស្វែងយល់ពីសោតទៅតាមព្រះធម៌ហ្នឹងវាលីខ្លួនអស់ទៅហើយវាមិនបានរស់ទេពិចារណាមើលងាប់កូនទាពុកម៉ែសំលុយ100ទៅរៀនអត់មានទេកូនខ្ញុំសំកាត់លោកសីហៈបន្តិចសំកាត់លោកសីហៈបន្តិចព្រះធម៌ហ្នឹងមានគ្រប់ថ្នាក់បឋមសិក្សាថ្នាក់ទី1ទី2ទី3ទី4រហូតទៅដល់ថ្នាក់ព្រះអរហន្តនោះដែលគេហៅថាអរហត្តផលគឺសិក្សាអំពីបរមត្ថធម៌ល្អិតផុសផង់មិនអញ្ចឹងនឹងមេរៀនសម្រាប់ក្រុមនឹងហើយបើលោកជាមនុស្សនៅក្នុងក្រុមណាដែលលោកចេះតែឆ្លងមករឿងនឹងគេឲ្យមេរៀននឹងគេលោមមានមនុស្សដែលគេចង់សិក្សាពីកន្លែងនឹងហើយលោកចេះតែអូសអានឹងយកទៅដាក់អាក្រុមនោះហើយសម្រាប់ព្រះធម៌ដែលជាមេរៀនសម្រាប់ឲ្យពួកអ្នកធាក់ស៊ីគីឡូអ្នករស់ស៊ីឲ្យបានសេចក្តីសុខហើយមិនក៏មិនមើលកន្លែងនោះផងមាននិច្ចសិលមានអីសិល5សិលអីនោះមិនសិក្សាអំពីអានោះឲ្យច្បាស់លាស់ផងចេះតែហក់មកអាខាងហ្នឹងសូមអរគុណបាទអរគុណលោកខឹមណាបានមើលតាមពិតបើសិនជាលោកខឹមមេស្នាក៏បានកាត់ខ្ញុំលោកខឹមថានឹងយល់អំពីខ្ញុំហើយលោកថាវិញ្ញាណទី6គឺមនុស្សធម្មតាមិនមានទេតាមខ្ញុំយល់មិនមានទេពីព្រោះអីវាចំណាយពេលវេលាពុទ្ធមិនវិញ្ញាណទី6ទេវិញ្ញាណទី6ហ្នឹងមានបាត់ទៅហើយមនុស្សយើងមានវិញ្ញាណ6រួចទៅហើយតាមពុទ្ធតាមតែមេរៀននៃពុទ្ធឲ្យមកនោះណាយើងមានភ្នែកមានច្រមុះមានអណ្ដាតមានត្រចៀកមានកាយវិញ្ញាណនិងមโนទ្វាហ្នឹងគឺជាវិញ្ញាណទី6ហើយប៉ុន្តែពុទ្ធមិនមែនមានវិញ្ញាណទី6ទេពុទ្ធមានវិញ្ញាណលើសពី6នឹងទៅទៀតខ្ញុំយល់ឥឡូវសពបញ្ញុតញ្ញាណអបមកថាអញ្ចឹងទៅចោះអបមកថាយើងមានវិញ្ញាណទី6ទីប្រមាណមិនដឹងទេតែគាត់ថាសម្រាប់ជនរំជើបដែលក្រីក្រលំបាក់លំបិនទាំងរាប់តាំងពីកសិកររហូតទៅដល់អ្នកក្រីក្រតក់យៈលហាមរហូតដល់អ្នកមានរឿងដែលខ្ញុំចង់ឲ្យលោកប្រាប់ទៅគាត់របៀបម៉េចថាណែធម៌ព្រះសម្មាសម្ពុទ្ធសម្រាប់ដោះស្រាយបញ្ហាបច្ចុប្បន្ននេះតើធម៌ណាដើម្បីឲ្យបងប្អូនកិច្ចផុតអំពីការលំបាក់លំបិនពេលហ្នឹងឲ្យចេះតស៊ូខ្លួនឯងថាខ្លួនឯងពឹងលើខ្លួនឯងតើធម៌ណាដែលប្រពុតប្រាប់ឲ្យយើងរៀនរស់ដោយព្រះធម៌ត្រឹមត្រូវដោយការយល់ឃើញត្រឹមត្រូវនោះតំណឹងតើខ្ញុំមិនបានឲ្យរុញបងប្អូនខ្មែរយើងឬក៏សួរចាំចាលោកឲ្យខ្មែរទាំងអស់ដំណើររបស់ខ្យល់ដកចេញចូលធំទូចគឺកិច្ចរួមិនមែនអញ្ចឹងទេអាហ្នឹងព្រះអង្គត្រាស់បានដោយប្រើពេលយូរណាស់ស្ទើបរកឃើញប៉ុន្តែសម្រាប់ជនរួមជាតិទូទៅដែលជនសាមញ្ញប្រជាជនហ្នឹងតើលោកគួរប្រាប់របៀបណាឲ្យគាត់កុំឲ្យចំណាយពេលវេលាថាធ្វើបន់សន្តិដល់ព្រះសម្ពះទេដានយកផ្កាថ្វាយព្រះហើយបន់ត្រង់ជាតិគោបានសុំសុខសុំចម្រើនអីនោះដោយអាចារ្យឲ្យពោនោះតែការធ្វើរបស់គាត់ជាការត្រឹមត្រូវឬមួយយ៉ាងម៉េចកុំឲ្យគាត់មានការផន់ច្រឡំបាទអរគុណខ្ញុំសូមឆ្លើយសំណួរលោកសីហៈនឹងភ្ជាប់ទៅលោកលងង៉ែតត្មងលោកលងង៉ែតមិញគាត់ថាយើងធ្វើពិធីបុណ្យច្រើនណាស់មានជាអាចតូចទៅរាប់តាំងពីការយកបាយទៅវត្តការថ្វាយអង្គមព្រះសង្ឃនៅតាមទីវត្តអារាមរហូតដល់ធ្វើបុណ្យផ្កាបុណ្យកឋិនអីចឹងទៅណាគេថាទៅធ្វើបុណ្យហើយពេលជួនកាលពេលដែលកំពុងទៅនឹងមានគ្រោះថ្នាក់ជួនកាលបុណ្យហើយនឹងមកវិញមានគ្រោះថ្នាក់ហើយជួនកាលខំប្រឹងធ្វើបន់ច្រើនហើយមិនឃើញឡើងបន់សាក់ផងមិនឃើញរស់ស៊ីមានបានផងជួនកាលចោលលួចចោលប្លន់ងាប់ប្តីងាប់ប្រពន្ធរឿងធ្វើបន់នឹងទៅទៀតជួនកាលទៅបន់នឹងនៅផ្ទះចោលកក់ផ្ទះកោះអីចឹងហើយវាមិនឃើញបន់ជួយភ្លើងឆេះផ្ទះអីចឹងឆក់ខ្សែកតាមផ្លូវដួលចង្អប់ចង្អិនអីហ្នឹងហើយខ្ញុំគ្រប់ជាប់មកសំណួរលោកសីហៈក៏សួរចោះសួរឡើងក៏វានៅតែក្នុងនៃប៉ុណ្ណឹងដែរត្រង់ចំណុចហ្នឹងដែលយើងមិនបានយល់អំពីច្បាប់ធម្មជាតិហ្នឹងណា
តែមិនយល់ពីច្បាប់ធម្មជាតិថាយើងប្រឹងខ្ញុំបានប្រឹងធ្វើបុណ្យណាធ្វើបុណ្យណាម៉េចអ្នកស្គាល់ពាក្យថាបុណ្យនឹងនៅអ្នកស្គាល់ពីដំណើររបស់ធម្មជាតិក្នុងការកត់ត្រាបុណ្យនិងបាបនឹងនៅគេកត់នៅទីណាបើអ្នកមិនស្គាល់កន្លែងហ្នឹងផងខ្ញុំប្រឹងតងាប់ក៏វាមិនបានដែរមិនស្រួលចោះនរកទៀតដោយសារការប្រឹងហ្នឹងពួកអីពួកអ្នកមិនយល់អំពីពាក្យថាស្អីទៅហៅថាបុណ្យហើយបុណ្យត្រូវបានគេកត់ទុកនៅទីណាហើយបាបគេបានកត់ទុកនៅទីណាដែលអ្នកខ្លះថាផ្លឹកទៅឃើញយមរាជលើកក្រាំងយកមកមើលថាកត់នៅក្នុងក្រាំងរបស់យមរាជនោះតើវាអញ្ចឹងមែនអត់តើតែយើងសិក្សាសិនពីពួកព្រះធម៌គឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ដើម្បីឲ្យឃើញសច្ចៈព្រះពុទ្ធប្រាប់រំគ្រូនៃយើងមានឲ្យឧទាហរណ៍ថាដើម្បីឲ្យឃើញព្រះច័ន្ទតថាគតប្រើម្រាមដៃដើម្បីចង្អុលថានោះព្រះច័ន្ទបុគ្គលដែលឆ្លាតមើលតាមដៃតថាគតយល់ពីបំណងរបស់តថាគតមើលឃើញព្រះច័ន្ទបុគ្គលណាដែលច្រឡំថាម្រាមដៃតថាគតជាព្រះច័ន្ទដែលតថាគតត្រាស់សម្ដែងនោះហើយណាបុគ្គលនឹងមិនអាចបានស្គាល់ព្រះច័ន្ទអស់មួយជីវិតហើយតថាគតក៏មិនអាចជួយឲ្យបុគ្គលនឹងស្គាល់ព្រះច័ន្ទបានដែរដើម្បីឲ្យស្គាល់សច្ចធម៌គឺដំណើររបស់ធម្មជាតិតថាគតប្រើព្រះធម៌គឺជាមេរៀនឲ្យមនុស្សយកទៅពិសោធន៍ឲ្យឃើញសច្ចៈនៃធម្មជាតិប៉ុន្តែបុគ្គលណាដែលយល់ច្រឡំថាព្រះធម៌ហ្នឹងកម្ពីហ្នឹងសូត្រផ្លុំព្រោះទឹកទៅហ្នឹងសូត្របានច្រើនបានបន់ច្រើនណាបុគ្គលប្រភេទហ្នឹងតថាគតមិនអាចជួយបុគ្គលនឹងឲ្យស្គាល់អំពីសច្ចធម៌បានឡើយអំពីដំណើររបស់ធម្មជាតិបានឡើយបើគេមិនសិក្សាអំពីពធនឹងផងគេមិនដឹងដំណើររបស់ធម្មជាតិបើគេមិនដឹងពីដំណើរធម្មជាតិការកត់ត្រានៃបុណ្យឬបាបពាក្យថាបុណ្យនៃបាបដែលគេយកមកប្រើនៅក្នុងព្រះធម៌ក៏បុគ្គលនឹងមិនដឹងថាគេកត់នៅកន្លែងណាហើយបុណ្យនិងបាបមានន័យថាម៉េចបុណ្យនិងបាបនឹងវាអត់មានទេវតាហើយក៏អត់មានយមរាជកត់ក្នុងក្រាំងគម្ពីរដែរបើសិនណាថាទេវតាកត់អំពើល្អយមរាជកត់អំពើអាក្រក់ឧទាហរណ៍ថាអញ្ចឹងណាឥឡូវបើយើងធ្វើតាមដំណើរព្រះបរមគ្រូនៃយើងទៀតព្រះអង្គថាសួរដេញដោលរកហេតុផលសមហេតុសមផលហើយឥឡូវបើថាកត់កពីប៉ុណ្ណាក្រាំងនឹងប៉ុណ្ណាយមរាជកត់ហ្នឹងហើយយមរាជកត់អាក្រក់ហើយទេវតាកត់ល្អដល់ពេលមនុស្សនឹងស្លាប់ទៅអូសទៅកន្លែងណាអូសទៅឋានទេវតាសិននេះមិនហើយហៅយមរាជទៅផងដើម្បីមើលអាមជីអាក្រក់ទូទាត់គ្នាទៅយកទៅដាក់កន្លែងណាហើយមនុស្សងាប់កើតច្បល់យ៉ាងហ្នឹងសួរថាទៅតន់អត់ហើយយមរាជនឹងធ្វើបន់ស្អីដែលកើតទៅជាយមរាជហ្នឹងមួយថ្ងៃរវល់ទាំងរឿងភ្លើងអលត់ផ្ទះខ្លាញ់នឹងអាការដែកសឹកហើយបោះមនុស្សនឹងស្រួលឬមិនស្រួលវាត្រូវបោះ10ដងហើយយើងបោះទៅបាន5ដងហើយចុះយមរាជនឹងក៏ប្រកម្មគ្រាស់ម៉េះហើយស៊ីអីស៊ីពវៀនមនុស្សហើយយ៉ាងម៉េចសមហេតុសមផលហើយទៅរួចអត់កន្លែងហ្នឹងរកកន្លែងជឿមិនឃើញទេដល់ពេលយើងយកពធដែលជាមេរៀនយកមកសិក្សាឲ្យឃើញសច្ចៈនោះដំណើររបស់ធម្មជាតិវាមិនចង់ឡើយអំពើល្អនិងអំពើអាក្រក់ដែលហៅអំពើល្អចាត់ទុកថាជាបុណ្យអំពើអាក្រក់ចាត់ទុកថាជាបាបត្រូវបានកត់ត្រានៅក្នុងចិត្តទាំងអស់បុណ្យធ្វើទៅក៏កត់នៅក្នុងចិត្តបាបធ្វើទៅក៏កត់នៅក្នុងចិត្តពេលស្លាប់ទៅចិត្តអ្នកនាំទៅចតិអ្នកនាំទៅចាប់កំណើតថ្មីទៀតដោយប្រមូលទាំងទិន្នន័យអាក្រក់និងល្អទៅជាមួយអ្នកដំណើររបស់ធម្មជាតិវាអញ្ចឹងពាក្យថាបុណ្យឬបាបនេះណាត្រូវយល់ពុទ្ធមនោពពាំងកមាធម្មាទាំងដំណើរធ្វើបុណ្យទាំងដំណើរធ្វើបាបមនោទ្វាជាអ្នកថតឯកសារវានៅក្នុងចិត្តឯណាកាលណាមនុស្សនឹងធ្វើអីក៏ដោយឲ្យតែមានអំពើដែលមានចេតនាជាអកុសលធម៌មានន័យថាវាជ្រោចអាធម៌អាក្រក់នឹងចូលទៅក្នុងចិត្តគេហៅថាបាបវាចូលទៅក្នុងចិត្តទៅជាមនុស្សមានអ្នកជាមនុស្សកំណាញ់ជាមនុស្សនិយាយមិនបានរឹងរូសទៅចេះអាចិត្តនឹងវាអញ្ចឹងដល់ពេលស្លាប់ទៅចិត្តតេមួយទៀតនាំទាំងទិន្នន័យនោះទៅជាមួយទៀតដល់កើតជាតិក្រោយរឹងក្បាលទៅចេះរឹងរូសដដែលមកទៀតសាហាវយងខ្នងពុទ្ធព្រះបរមគ្រូនៃយើងចែកមនុស្សទៅតាមចិត្តកាលណាខ្លួនជាមនុស្សចិត្តជាសត្វមនុស្សដេរឆានណោដល់ពេលចិត្តតេទៅកើតអបាយភូមិជាមួយនឹងសត្វហ្នឹងព្រោះអីព្រោះហ្វ្រេកង់នៃចិត្តហ្នឹងវាប្រហែលគ្នាអានេះហ្វ្រេកង់90តើបើកប៉ុសលេខ90បានចូលបើហ្វ្រេកង់យើងនេះចិត្តហ្នឹងហ្វ្រេកង់នេះវាជាហ្វ្រេកង់ដេរឆានឲ្យទៅចាប់ជាតិជាមនុស្សលោកទៅចាប់ជាតិជាទេវតាឲ្យរួចបំទៅសត្វហើយសួរថាអីខ្ញុំអត់ដឹងថាគេកត់អញ្ចឹងខ្ញុំស្មានតែកត់នៅលើឋានលើស្មានតែកត់នៅយមរាជខ្ញុំលួចធ្វើគ្មានណាដឹងខ្ញុំលួចធ្វើខ្ញុំក្របមុងក្របពួយចិត្តហើយយមរាជមើលមិនទាន់ខ្ញុំស្មានតែអញ្ចឹងបានខ្ញុំធ្វើដឹងក៏ដោយមិនដឹងក៏ដោយបិណ្ឌចិត្តអ្នកថតមនោពពាំងកមាធម្មាចិត្តអ្នកថតដល់តែពេលទៅចាប់ចិត្តនាំទៅច្បុតនាំទៅចុតតេដំណើររបស់ធម្មជាតិអញ្ចឹងហើយអញ្ចឹងសួរថាទៅវត្តទៅធ្វើអីថាទៅសម្អាតចិត្តទៅរៀនសម្អាតចិត្តរៀនឲ្យធ្លាក់បុណ្យចូលទៅក្នុងចិត្តធ្លាក់កុសលធម៌ពួកមនោពពាំងកមាធម្មាមានការធ្វើស្អីក៏ដោយសកម្មភាពទៅវត្តទៅអីក៏ដោយមានចិត្តជាគោលមានចិត្តជាដើមហេតុសួរថាចិត្តចង់បានអីបើចិត្តគិតតែពីចង់បានធ្លាក់លោភៈ
លោភៈធម៌ជាអកុសលធម៌ចូលទៅក្នុងចិត្តហើយយើងមើលដំណើរអ្នកដែលធ្វើបុណ្យទៅកសាងដូចជាអីខ្លោងទ្វារវត្តលបងវត្តគេថាបុណ្យគេធ្វើចិត្តឲ្យស្អាតដើម្បីឲ្យចិត្តនឹងវាទៅចុតតែចុតម្ដងទៀតវាទៅកន្លែងល្អកន្លែងជាទេវតាឬក៏ជាមនុស្សលោកជាអីចឹងទៅដល់ពេលគាត់ទៅធ្វើបុណ្យគាត់ឲ្យគេកសាងពហិឬក៏កសាងលបងវត្តគាត់ឲ្យគេដាក់ឈ្មោះមកវិញគេធ្វើបុណ្យពង្រៀនចិត្តឲ្យវាស្អាតដើម្បីឲ្យចិត្តទៅចុតតែកន្លែងផ្សេងទៀតបានល្អគេធ្វើបុណ្យដើម្បីរៀនលះកំណាញ់គាត់ឲ្យគេដាក់ឈ្មោះមកវិញហ្នឹងបញ្ចូលអាធរកំណាញ់ហ្នឹងធម្មជាតិធរអាក្រក់ទៅក្នុងចិត្តទៀតណាអាហ្នឹងឯងដែលថាដំណើរអ្នកដែលស្រឡាញ់ខ្លួនណាធ្វើស្រឡាញ់ខ្លួនហ្នឹងដូចរំបូឡារ៉ូអញ្ចឹងពី3ចង្ហាន់ទៅមុខពី3ចង្ហាន់មកក្រោយដល់ពេលជាតិក្រោយទៅកើតកន្លែងមិនល្អតាំងថាខ្ញុំមិនដឹងក៏ទៅដែរពុទ្ធធម្មជាតិវាអញ្ចឹងគាត់ក្នុងចិត្តអញ្ចឹងវាជាធម្មជាតិគ្មានទេវតាណាគាត់តន់ទេសូមអរគុណ